ចាសូមគោរពជម្រាបសួរទៅដល់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកលោកស្រីនិងកញ្ញាពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនានៅក្នុងកម្មវិធី For Season របស់យើងខ្ញុំនៅក្នុងវគ្គទី1ភាគទី10ចាជារៀងរាល់រដូវកាលកម្មវិធីរបស់យើងគឺតែងបង្ហាញអំពីជីវភាពការរស់នៅរបស់ពុកម៉ែបងប្អូននៅក្នុងចាទឹកដីប្រទេសកម្ពុជារបស់យើងទាំងមូលតែម្ដងចាហើយនេះខ្ញុំក៏សូមជម្រាបអំពីរដូវនៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានពីរដូវធំចាគឺជារដូវវស្សានិងរដូវប្រាំងហើយរដូវទាំងពីរនេះក៏មានរដូវ4តូចៗនៅក្នុងនោះផងដែរគឺមានរដូវវស្សាន្តរដូវសត្តរដូវសិសិរដូវនិងរដូវនីតិខៈរដូវចារដូវទាំង4នេះគឺសសឹងតែបង្ហាញអំពីជីវភាពការរស់នៅរបស់ពុកម៉ែបងប្អូននៅតាមតំបន់នីមួយៗនៅក្នុងទឹកដីចាប្រទេសកម្ពុជារបស់យើងទាំងមូលតែម្ដងដែលជាទឹកដីដែលសម្បូរបែបសម្បូរទៅដោយធនធានធម្មជាតិរដូវវស្សាន្តរដូវគឺជារដូវមួយដែលមានភ្លៀងធ្លាក់ជោគជាំដែលធ្វើឲ្យប្រជាកសិកររបស់យើងចាគឺទទួលបានផលច្រើនមែនទែននៅក្នុងការដាំដំណាំផ្សេងក៏ដូចជាចាធ្វើស្រែចម្ការអ្នកខ្លះក៏គាត់នេសាទត្រីចាគឺរដូវនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋរបស់យើងអាចប្រកបមុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់បានយ៉ាងងាយស្រួលផងដែរចាការវិវត្តមុនកម្មវិធីរបស់យើងបាននាំអារម្មណ៍ទស្សនិកជនចាទស្សនានៅខេត្តកញ្ចេះចាឃើញថាជីវភាពការរស់នៅរបស់គាត់នឹងគឺល្អមែនទែនចាមានភាពជឿនលឿនចាឥឡូវនេះនឹងខ្ញុំនឹងនាំអារម្មណ៍ទស្សនិកជនទស្សនានៅខេត្តកំពង់ចាមចង់ដឹងថាតើវស្សាន្តរដូវនេះខេត្តកំពង់ចាមមានជីវភាពការរស់នៅប្រកបមុខរបររបស់ពួកគាត់យ៉ាងណានោះនាងខ្ញុំនៅក្រុមការងារទាំងអស់ចាសូមនាំអារម្មណ៍ទស្សនិកជននៅចាទៅទឹកដីខេត្តកំពង់ចាមទាំងអស់គ្នាពុកម៉ែបងប្អូនលោកពូអ្នកមីងដែលកំពុងតាមដានទស្សនានៅក្នុងបទកម្មវត្តរបស់នាងខ្ញុំចាឥឡូវនេះនាងខ្ញុំបានមកដល់ចាទឹកដីមួយកន្លែងហើយដែលយើងហូបពីភ្នំពេញមកចាដើម្បីបន្តដំណើរទៅខេត្តកំពង់ចាមតែនៅតាមដងវិថីឃើញថាសម្រាប់ប្រជាពលរដ្ឋរបស់យើងគឺគាត់មានលក់ចាច្រើនមែនតែនជាពិសេសនេះចានេះខ្ញុំជិះមកទៅឃើញគាត់លក់ត្រីឆ្អើរចាមានគ្រប់សពតែម្ដងចាច្រើនមែនតែនឥឡូវនេះនាងខ្ញុំនឹងជួបជាមួយនឹងអ្នកមីងដែលគាត់ជាម្ចាស់លក់ត្រីឆ្អើរនេះតែម្ដងចាវិសួរអ្នកមីងចាអ្នកមីងលក់ត្រីឆ្អើរហ្នឹងមានប្រមាណប្រភេទដែរអ្នកមីងមាន3 4ប្រភេទ3 4ប្រភេទអ្នកមីងដែរចាមានត្រីអីគេខ្លះដែរត្រីកាភ្លាវត្រីចង្វាមូលត្រីបដូងពៅត្រីកញ្ចុះត្រីកមុំត្រីកែសចាចុះចំពោះត្រីឆ្អើរទាំងអស់នេះតើសម្រាប់អតិថិជនមួយណាដែលគាត់ពេញចិត្តជាចូលចិត្តទិញទៅអ្នកមីងចាចូលចិត្តត្រីកែសខ្លាំងជាងចាហើយអ្វីត្រីកែសហ្នឹងគេចូលចិត្តច្រើនជាងអ្នកមីងវាឆ្ងាញ់ជាងគេលេខ1ចុះអ្នកមីងលក់ត្រីឆ្អើរនេះរយៈពេលប្រហែលឆ្នាំអីចារយៈពេលប្រហែលឆ្នាំអីអ្នកមីង10ឆ្នាំជាងហើយពី10ឆ្នាំហើយអូ10ឆ្នាំជាងលក់ត្រីឆ្អើររហូតចាអ្នកមីងមានប្រកបមុខរបរផ្សេងធ្វើប្រាំងកូនធ្វើចាចុះចំពោះត្រីឆ្អើរនេះអ្នកមីងឆ្អើរខ្លួនឯងឬក៏យើងនាំទិញគេយកមកឆ្អើរខ្លួនឯងទិញគេអ្នកមីងណាចាទិញត្រីយកមកឆ្អើរខ្លួនឯងហ្នឹងហើយទិញត្រីស្រស់គេយកឆ្អើរខ្លួនឯងចាគេឆ្អើរហ្នឹងអ្នកមីងមានធ្វើរបៀបយ៉ាងម៉េចខ្លះដែរមកដោតវាហើយដោតវារួចពុតដាក់5ថ្ងៃស្ងួតលើកដាក់ចង្អើឆ្អើរហ្មងចាអញ្ចឹងយើងអត់ត្រូវប្រឡាក់មួយអំបិលឬក៏អីអត់ទេណាមីងអត់ចាដាក់ឆ្អើរភ្លើងហ្នឹងយើងរបៀបមិនដែរណាមីងដាក់ឆ្អើរភ្លើងឲ្យស្ងួតទៅបានដុតភ្លើងលើឆ្អើរទៅហើយប្រែវាត្រឡប់ចុះត្រឡប់ឡើងទៅឆ្អិនលើកចុះមកដាក់លក់ហ្មងប្រហែលថ្ងៃប្រហែលម៉ោងដែរយើងអាចយកទៅក្នុងមួយថ្ងៃ24ម៉ោងពេញហ្មងអញ្ចឹងយើងឆ្អើររយៈពេល24ម៉ោងពេញចាចុះណាមីងខ្ញុំឃើញតែឆ្អើរមួយនោះហេតុតែក៏ខ្មៅជាងគេជាងឯងណាមីងឆ្អើរអាសាកដៅវាតោងផ្សែងក៏ហូបខ្មៅអញ្ចឹងចាចុះយើងអាសាកដៅទៅវាតោងផ្សែងទៅវាតិចជាខ្មៅចាប៉ុន្តែរសជាតិអីដូចគ្នាតែណាមីងណាជាតិដូចគ្នាតែកេះមានរសជាតិឆ្ងាញ់ជាងគេទាំងអស់ចាចុះណាមីងចំពោះត្រីឆ្អើរណាមីងលក់យ៉ាងម៉េចដែរអានោះម្ដង10000ចាអញ្ចឹងយើងលក់ជាដុំហ្នឹងតែម្ដងណាមីងចាអត់លក់ថ្លឹងគីឡូលក់អាហ្នឹងចាអត់ទេអាហ្នឹងអត់ថ្លឹងអានេះបងត្រីកេះបានថ្លឹងត្រីកេះមកយើងថ្លឹងប្រទេសណាណាមីងច
ចាលក់ដាច់យើងណាមីង ដាច់ដែរដាច់ដល់ថ្ងៃ ចាក្នុងមួយថ្ងៃយើងដាច់អង្គប្រហែលប្រទេសដែរ បានចង្ការបាន3 4គីឡូត្រីតូចខ្លះទៅ4 5ដុំអញ្ចឹងទៅចា អញ្ចឹងអត់ទៀងណាមីងណាចាខ្លះបានច្រើនអញ្ចឹងទៅខ្លះបានតិច ចាច្រើនទៅ ចាភាគច្រើនអតិថិជនដែលគាត់មកទិញនៅខាងណាដែរណាមីង ទីក្រៅមកហ្នឹងភាគច្រើនមកមួយឡានមាន80ម៉ឺន90ម៉ឺនអញ្ចឹងដែរណា ចាដល់ណាគាត់ទៅមានអតិថិជនគាត់មកពីឆ្ងាយអញ្ចឹងទៅគាត់មកទិញណែចាមីងឲ្យស្រុកភូមិនេះគេហៅភូមិអីគុំអីដែរណាមីង ធាយចាខេត្តកំពង់ចាម ខេត្តកំពង់ចាមចាគុំអីដែរណាមីង ឃុំច្បារអំពៅ គុំច្បារអំពើ ចា ចាអរគុណច្រើនអ្នកមីងចាអរគុណអ្នកមីងឲ្យជូនពរអ្នកមីងលក់ដាច់ចាពុកម៉ែបងប្អូនទស្សនិកជនចាត្រីឆ្អើនេះគឺជាចាដែលខ្មែរយើងនិយមគ្រប់ទូទៅតែម្ដងនៅក្នុងប្រទេសកម្ពុជារបស់យើងចាត្រីឆ្អើនេះគឺយើងអាចយកទៅបុកស្វាយចាឆ្ងាញ់មែនតែនចាបុកជាមួយនឹងម្កាក់ក៏ឆ្ងាញ់ដែរចាស្លប្រហើចាឲ្យចំពោះត្រីនេះដែរគឺយើងអាចយកទៅស្ងោរជ្រក់ចាឆ្ងាញ់ណាស់ហើយយើងយកស្លប្រហើយើងទៅដាក់ជាមួយនឹងបន្លែជាមួយនឹងផុកខ្មែរយើងចាមានរសជាតិឆ្ងាញ់មែនតើចាសូមឲ្យតែនាងខ្ញុំដែលនៅប្រទេសកម្ពុជាហ្នឹងក៏ញ៉ាំជារៀងរាល់ថ្ងៃដែរចាជាមួយនឹងត្រីឆ្អើរបស់យើងចាហើយយើងញ៉ាំបាយជាមួយនឹងត្រីឆ្អើទេហ្នឹងក៏មានអជារសដែរចាពីព្រោះត្រីឆ្អើគឺជាត្រីមួយដែលខ្មែរយើងនិយមគ្រប់ទីកន្លែងតតែម្ដងចានៅពេលនេះនាងខ្ញុំសូមអារម្មណ៍ទស្សនិកជនទៅទស្សនានៅតាមដងផ្លូវនៃទឹកដីចាពីភ្នំពេញទៅដល់ខេត្តកំពង់ចាមអញ្ចឹងដឹងថាតើមានអ្វីនៅតាមដងផ្លូវការលក់ដូររបស់ប្រជាពលរដ្ឋរបស់យើងមានអ្វីខ្លះនោះនាងខ្ញុំនឹងក្រុមការងារនឹងចាផ្ដិតយកសម្រាប់ពុកម៉ែបងប្អូននៅឯក្រៅប្រទេសទស្សនាទាំងអស់គ្នាផងដែរចានៅគ្រប់រដូវកាលនៅកម្ពុជាមិនថាបងប្អូនណាឬក៏បងប្អូនណាឡើយសុទ្ធតែមានភាពមមាញឹកប្រកបមុខរបរផ្សេងគ្នាអ្នកខ្លះប្រកបអាជីវកម្មសិប្បកម្មឧស្សាហកម្មកសិកម្មធ្វើស្រែចម្ការជាដើមដោយយោងទៅលើភាពជាក់ស្ដែងនៅក្នុងវស្សានតរដូវគឺជារដូវដែលមានភ្លៀងធ្លាក់ហើយក៏ជាឱកាសល្អសម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលជាអ្នកប្រកបមុខរបរកសិកម្មនៅក្នុងខណៈពេលនេះដែរក្រុមការងារ Four Seasons របស់យើងខ្ញុំបានធ្វើដំណើរមកដល់កន្លែងបងប្អូនប្រកបអាជីវកម្មលក់ត្រីឆ្អើចាដោយយោងទៅលើប្រទេសកម្ពុជារបស់យើងមានបឹងទន្លេសាបដែលជាសម្បុកត្រីនិងជាសំណាញ់នៃជីវិតក្រៅពីបឹងទន្លេសាបកម្ពុជានៅមានស្ទឹងបឹងបួជាច្រើនកន្លែងទៀតដែលជាសម្បុកត្រីផ្សេងគ្នាមកទល់ពេលបច្ចុប្បន្ននេះទោះបីបឹងបួទាំងអស់នោះខ្សត់ត្រីបន្តិចក៏ពិតមែនបងប្អូនប្រជាអ្នកនេសាទទៅរកបានជាបន្តបន្ទាប់ផងដែរជាក់ស្ដែងប្រភេទត្រីកេះដែលបងប្អូនយើងយកមកធ្វើត្រីឆ្អើគឺជាប្រភេទត្រីដែលចាត់ទុកក្នុងលំដាប់ថ្នាក់ដែលសម្បូរនៅប្រទេសកម្ពុជាចានៅប្រទេសកម្ពុជាប្រភពដែលធ្វើត្រីឆ្អើច្រើនជាងគេភាគច្រើនបងប្អូនដែលនៅតាមតំបន់ជាប់នឹងដងទន្លេដូចជាបងប្អូនខេត្តកំពង់ឆ្នាំងតំបន់ឆ្នុកទ្រូកំពង់លួងព្រែកទាល់កំពង់ភ្លុកជាពិសេសនៅក្នុងឃុំកំពង់ឃ្លាំងចាចំណែកត្រីឆ្អើដែលបងប្អូនយើងធ្វើនៅខាងលើនេះភាគច្រើនជាប្រភេទត្រីលិញឬក៏ត្រីរាជាដើមចំណែកឯបងប្អូនដែលលក់ដូរ3ទៅ4តូបនៅទីនេះភាគច្រើនគាត់លក់ជាប្រភេទត្រីកេះបើតាមប្រសាសន៍អ្នកមីងដែលជាអ្នកលក់ត្រីឆ្អើបានប្រាប់ដល់ក្រុមការងាររបស់យើងថាចំណែកត្រីដែលយកមកធ្វើត្រីឆ្អើគឺប្តីរបស់គាត់ទៅរកអស់នៅតាមបឹងបួផ្សេងឬក៏ដើររកទិញនៅតាមតំបន់ឆ្ងាយយកមកដុតឆ្អើដោយខ្លួនឯងរីឯបងប្អូនប្រជាពលរដ្ឋយើងដែលធ្វើដំណើរចុះឡើងនៅតាមផ្លូវនេះគេតែងតែឈប់ទិញព្រោះថាប្រភេទត្រីនេះយើងអាចរក្សាទុកបានយូរបងដើរកាប់លៀងឈៀងចូលទាំងស្រីពេលភ្លៀងបើកដៃលីលែងយំបងរងងារពេលស្រ័យសុំផាហុំពេលនោះរូបមុំកំពុងចូលមកលំលៀងមិនព្រមរាំងខាំងរូបខ្ញុំហើយតែមិនរួចឡើយរហូតដល់យប់ជាប់លៀងជាប់ណាដូចគេហើយពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនានៅក្នុងកម្មវិធីរបស់យើងផងដែរចានៅពេលនេះសូមជួបជាមួយនឹងបងប្អូនស្រីដែលជាម្ចាស់លក់ចាផ្លែត្នោតចាជម្រាបសួរអូនចាសុខសប្បាយទេសុខសប្បាយបងអីដែរអូនងូសិឡានៅស្រុកភូមិនេះគេហៅភូមិអីដែរអូនភូមិផ្អើលបងអ
សុខបាត់ធាយខេត្តកំពង់ចាម ហើយចំពោះការលក់ថ្នោតនេះតើបងអូនលក់បានឆ្នាំអី អើយយូរដែរបងតាខ្ញុំនៅតូចមែន លក់តាំងពីនៅតូចហ្មងណាហើយរកមុខរបររកស៊ីហ្នឹងយើងមានរៀនបន្ថែមអីអត់ អត់ផងបង យើងលក់ប្រចាំរាល់ថ្ងៃហ្មងណាចាហើយចំពោះផ្លែថ្នោតនេះតើមួយស្បោហ្នឹងយើងគិតប៉ុន្មានអូន មកស្បាំ1000បងចា ហើយក្នុងមួយស្បោនេះមានប៉ុន្មានផ្លែ មាន30គ្រាប់បងចា អូចាហើយក្រៅពីយើងលក់ជាស្បោហ្នឹងហើយតើយើងមានលក់អីផ្សេងទៀតដូចជាទឹកត្នោតឬក៏ស្ករត្នោតអីទៀតអត់ លក់តាបងចា លក់របៀបមិនដែរ ទឹកណាំម្ដង1000បង អញ្ចឹងចំពោះដើមត្នោតហ្នឹងគឺយើងមានដើមខ្លួនឯងឬក៏យើងត្រូវទៅទិញគេក្នុងមួយដើមអញ្ចឹងអូន ទិញគេដែរតាបង ពេលខ្លះយើងទិញគេដែរណែក្នុងមួយដើមហ្នឹងម៉ានអូន ដើម10000ជាងបងឡើងខ្លួនឯងអីខ្លួនឯង អញ្ចឹង ចា មានន័យថាក្នុងមួយដើមហ្នឹងទោះមានមួយផ្លែក៏ដោយក៏10000ជាងដែរចាហើយចំពោះការលក់ដូរហ្នឹងតាមមួយថ្ងៃហ្នឹងលក់បានប្រហែលដែរអូនចំណូលយើង មួយថ្ងៃពី20000ណាបងអើយ ចំណេញទេអូន ជានឹងគូទៅមកទិញត្រីហូប មកញ៉ាំបាយបានពេលពីពេលអញ្ចឹងណាតែយើងលក់រាល់ថ្ងៃចាហើយក្នុងមួយថ្ងៃហ្នឹងលក់បងអូនលក់អស់បានប្រហែលដែរ ថ្ងៃ 2B ចា ប្រហែលថ្ងៃ 2B ច្រើនដែរហ្នឹងបងចា ហើយបងអូនចាប់ដើមលក់ពីម៉ោងប្រហែលដល់ម៉ោងប្រហែលមិនបិទ ល្ងាចម៉ោង6ម៉ោង5វាអត់ទៀងដែរចាឡានឈប់ទៅលក់អស់ទាំងថ្ងៃអញ្ចឹងទៅ ហើយបងអូនលក់តែម្នាក់ឯងទេឬក៏មានបងស្រីម៉ាក់អីក៏មិនលក់ដែរ បងស្រីបង អូលក់តែពីរនាក់ឯងណា ចា ចាអរគុណច្រើនណាស់បងអូនដែលបានផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីរបស់បងណាសង្ឃឹមថាថ្ងៃនេះបងអូននឹងលក់បានច្រើនជាងរាល់ដងចាអរគុណច្រើន ai mà tên than su លើភ្នែកលើទ្រូងស្នេហ៍អូនដឹងទេនេះជាឋានសួគ៌យើងធ្វើចាប់លើងមិនខ្លាចលើងស្នេហ៍មិនក្តៅទេអូនរជាងណាស់ស្ងួនលឹងបងនឹកស្មានតែឋានសួគ៌នៅឆ្ងាយឆ្ងាយឯណានៅចិត្តបងកាយមួយជីវិតស្គាល់ឋានសួគ៌ហើយនៅរួងនៃចិត្តក្បត់អើយឲ្យខ្ញុំជួបអូនតែពន្លឺស្នេហាចិត្តនឹងចិត្តជឿគ្នាកុំក្បត់គ្នាកាយទ្រូងបងមកប្រលឹងមួយយប់នឹងយើងនៅទល់ភ្លឺអត់ងងុយបាស្អាយឡើងឈឺបងជាអ្នកថែជុំនោមអូនទល់ដៃ
ដោយចង់ថតផ្ដិតរូបភាពជាបន្តបន្ទាប់ position របស់យើងបានបន្តដំណើរមកដល់កន្លែងបងប្អូនលក់ក្របថ្នោតវិញម្ដងចាថ្នោតពុំមានផ្លែនៅគ្រប់រដូវនោះឡើយហើយមានតែតាមតំបន់នៅកម្ពុជារបស់យើងដែរដូចជានៅខេត្តកំពង់ស្ពឺនិងខេត្តកំពង់ឆ្នាំងក្រៅពីនេះក៏នៅមានតិចតួចដូចជាតំបន់នេះជាដើមបើនិយាយអំពីតំបន់នេះវិញពីមួយរដូវទៅមួយរដូវបងប្អូននៅក្នុងឃុំនេះមួយភាគតូចគឺជាអ្នកប្រកបរបរកាប់យកផ្លែលក់មុខរបររកស៊ីលក់ផ្លែត្នោតគឺជារបរមួយសម្រាប់តែអ្នកដោះដូរនៅក្នុងជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះឯងតាមការសាកសួរអំពីក្រុមការងារ Four Seasons របស់យើងគាត់បានប្រាប់ថាអ្នកដែលមកប្រកបមុខរបរលក់ផ្លែត្នោតនេះភាគច្រើនពួកគាត់ពុំសូវមានដើមត្នោតដល់ខ្លួនឯងនោះទេដោយពួកគាត់ដើរទិញទៅតាមតំបន់ឆ្ងាយៗក្រៅពីដឹកជញ្ជូនមកដល់ទីនេះពួកគាត់ក៏ចាប់ផ្ដើមកាប់រួចខ្វែងយកសាច់ច្រកដាក់ស្បោងយកទៅលក់នៅពេលដែលអ្នកដំណើរឈប់នៅទីនេះចានិយាយអំពីភាពតស៊ូមិនថាអ្នកណាឬក៏អ្នកណាឡើយឲ្យតែបានប្រាក់ដោយសុចរិតទោះបីតិចឬក៏ច្រើនក្តីយើងតែងតែមមាញឹកភ្លេចបាយភ្លេចទឹកក៏មានដោយនៅវគ្គមុនលោកស្រីនាងកញ្ញាបានទស្សនារួចមកហើយអំពីសកម្មភាពឡើងនឹងធ្វើស្ករត្នោតនៅក្នុងឃុំសណ្ដាន់នោះឥឡូវយើងខ្ញុំសូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់លោកស្រីជាបន្តបន្ទាប់ទៀតទស្សនិកជនបានទស្សនាដូចមកហើយចាយើងឃើញថាបីមិញហ្នឹងបងប្អូនគាត់ធ្វើហ្នឹងគឺមានភាពងាយស្រួលមែនតើខ្ញុំគិតថាស្រួលណាស់តែធ្វើខ្លួនឯងមិនមានអារម្មណ៍ថាពិបាកមែនតើចាហើយស្ទើរតែចង់ខូចសាច់អស់ហើយមិញគាត់ចាត្រូវប្រើកម្លាំងដៃត្រូវអាហ្នឹងត្រូវមើលថ្នោតហ្នឹងថារបៀបម៉េចដើម្បីកុំឲ្យខូចសាច់ចាពួកឯងកន្លែងខ្លះគាត់ធ្វើទៅវាមិនដាឲ្យខ្ទេចសាច់ចាអាហ្នឹងយើងមើលយ៉ាងម៉េចដែរមិនដឹងថាកុំឲ្យខូចសាច់អញ្ចឹងមើលតាមច្អូវានេះតាមច្អូសិតមានតាមច្អូអញ្ចឹងមានន័យថាផ្លែហ្នឹងនៅតាមច្អូណាចានៅតាមចង្អូនេះចាអីមិញឃើញថាការកាប់ផ្លែហ្នឹងត្រូវប្រើកម្លាំងដៃហើយប្រើខាងនេះផងខាងលើផងចំហៀងផងមិនបានកោះចេញមកចាមានផលវិបាកមែនតើចុះចំពោះនាងខ្ញុំលើថាសបកវាហ្នឹងយើងអាចយកទៅធ្វើអីផ្សេងបានទៀតណានេះចាសបកវាហ្នឹងយើងយកទៅហាល
ហាលឲ្យក្រៀមយើងយកកាត់ដាក់បេយកទៅដុតចាចា អូចាទស្សនិកជនចំពោះដើមថ្នោតមួយដើមគឺមានសារៈប្រយោជន៍ច្រើនមែនទែនដោយដើមថ្នោតធាងគឺយើងអាចយកទៅប្រក់ធ្វើជាដំបូលផ្ទះចាផ្លែយើងអាចយកទៅលក់ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតសម្បកយើងអាចយកទៅដុតដើម្បីដាំបាយដាំទឹកចាហើយចំពោះគឺក៏ទៅដើមថ្នោតមួយដើមមានសារៈប្រយោជន៍ខ្លាំងមែនទែនចំពោះបងប្អូនជាកសិកររបស់យើងដែលប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃចាអញ្ចឹងសូមមកអារម្មណ៍ទស្សនិកជនទទួលស្នាទៅទស្សនវិជ្ជាទូទៅជាបន្តទៀតផងដែរចាសូមអញ្ជើញចាបាននិយាយអំពីទីនេះវិញពីមុនមានព្រៃស្រុកច្រើននៅអមសងខាងផ្លូវនៅក្នុងឆ្នាំ2000មកដល់កន្លែងនេះចាប់ផ្ដើមមានហាងមួយមកទល់ពេលបច្ចុប្បន្នកន្លែងនេះបានคล้ายទៅជាតំបន់រមណីយដ្ឋានយ៉ាងច្រើនស្កេស្កាហើយមានដាក់តាំងលក់របស់របរផ្សេងៗគ្នាចាទោះបីជានៅប្រទេសកម្ពុជាមានភាពជឿនលឿនយ៉ាងណាក្តីក៏ប្រជាជនយើងនៅតាមតំបន់មួយចំនួនមិនភ្លេចទំនៀមទម្លាប់របស់គាត់ឡើយដែលបានបន្សល់តាំងពីបុរាណកាលមកម្ល៉េះចាពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនានៅក្នុងកម្មវិធីរបស់នាងខ្ញុំចាកម្មវិធីរបស់នាងខ្ញុំក៏ដូចជាក្រុមការងារទាំងអស់បានធ្វើដំណើរពីរាជធានីភ្នំពេញចារហូតដល់ស្គុនចាឥឡូវនេះឃើញថាការលក់ដូររបស់អាជីវករនៅតាមដងវិថីចាឃើញថាមានភាពមានយ៉ាងមែនតើអ្នកខ្លះគាត់លក់ចាថ្នោតអ្នកខ្លះគាត់លក់នៅរបស់របរផ្សេងដូចជាអាហារនៅតាមដងផ្លូវចាជាមួយនឹងផ្លែឈើជាច្រើនចាឥឡូវនេះខ្ញុំបានមកដល់ស្គុនឃើញថាបងដែលគាត់ជាអាជីវករចាមានលក់តាំងពីផ្លែចាចម្ប៉ាដកម្នាស់ចាជាមួយនឹងក្រូចថ្លុងទៅតាមដងវិថីសម្រាប់បងដែលគាត់ចង់ទៅរមណីយដ្ឋានទេសចរអញ្ចឹងគឺគាត់អាចទិញយកទៅពិសាបានចាឥឡូវនេះសូមជួយជាមួយបងស្រីផ្ទាល់តែម្ដងចាសួរបងចាសុំតបបងតានៅម្ដុំនេះគេហៅអីគេណាបងហៅប៉ែន8ចឹងហ្មងចាហាងប៉ែន8ខាងមុខឬក៏ស្រុកកន្លែងហ្នឹងគេហៅអញ្ចឹងហ្មងកន្លែងហ្នឹងហាងប៉ែន8ខាងមុខតែម្ដុំហ្នឹងប៉ែន8ដែរគេហៅប៉ែន8ដែរចាហើយការលក់ដូររបស់បងហ្នឹងរយៈពេលប្រហែលឆ្នាំហើយបង5ឆ្នាំហើយ5ឆ្នាំចាហើយបងលក់ម្នាស់ដូចជាក្រូចដូចជាចម្ប៉ាដកហ្នឹងគ្រប់រដូវកាលតែម្ដងមានដើរវាចម្ប៉ាដងបើម្នាស់មានរាល់ខែរាល់ដើចាហើយយើងលក់រយៈពេល5ឆ្នាំគឺលក់រហូតចាបងហើយចំពោះចម្ប៉ាដកតើបងលក់របៀបម៉េចដែរបងលក់ថ្លឹងគីឡូ1គីឡូ2500ចាធូរថ្លៃហ៎បងណាហើយចម្ប៉ាដកហ្នឹងបងយកមកពីណាវិញយកមកពីខាងចំការលើនៅពងចាមយើងចាខេត្តពងចាមយើងដែរចំពោះម្នាស់នេះបងម្នាស់ក៏យកមកខាងហ្នឹងដូចគ្នាចាហ្នឹងសុទ្ធសឹងតែជាយកពីចំការយើងទាំងអស់ណាបងណាចាចុះចំពោះក្រូចថ្លុងបងក្រូចថ្លុងមកពីខាងកាចាចាអូចាក៏ទៅទឹកដីនៅខេត្តកញ្ចេះគឺជាទឹកដីមួយដែលលំបីថាក្រូចថ្លុងផ្អែមឆ្ងាញ់ចាបងហើយឃើញថាបងមានលក់ទឹកភេសជ្ជៈជាមួយនឹងនំច្រើនទៀតបងណាចាហ្នឹងខ្ញុំលក់ថ្ងៃហ្មងលក់ថ្ងៃបងចាប់ផ្ដើមលក់តាំងពីស្មាម៉ានដល់ស្មាម៉ានដែរខ្ញុំលក់និយាយចំតាមពីព្រឹករហូតដល់យប់រហូតដល់ម៉ោង10យប់ចាបានខ្ញុំបិទចាក៏ទៅមានភ្ញៀវគាត់ដូចថាជីតាមផ្លូវហោហាយអញ្ចឹងរហូតបងណាចាតែមានលក់អីផ្សេងទៀតទេបងខ្ញុំលក់តែប៉ាត់មានចេះឆាបមានអីហ្នឹងមានតែប៉ុណ្ណឹងចាអត់មានលក់ភេសជ្ជៈអីអាហារពេលល្ងាចអីអត់ទេបងណាតែព្រោះនៅកន្លែងនេះវាចិត្តហាងគេយើងលក់អត់កើតទេទៅហាងសងខាងឲ្យទល់មុខទៀតបងណាចាអរគុណច្រើនបងដែលបានផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធីរបស់នាងខ្ញុំចាអរគុណបងចាពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ចាឃើញថាសម្រាប់ប្រជាពលរដ្ឋរបស់យើងគឺគាត់មានជីវភាពការរស់នៅរបស់គាត់ផ្សេងៗគ្នាចាហើយបន្តិចទៀតនាងខ្ញុំនឹងនាំអារម្មណ៍ទស្សនិកជនចាទៅទស្សនានៅខាងមុខទៀតគឺស្រុកព្រៃឈរចង់ដឹងអំពីការរស់នៅរបស់គាត់លក្ខណៈការរស់នៅខុសគ្នាជាមួយនឹងអ្នកដែលស្គុនចាទឹកដីខេត្តកំពង់ចាមដូចគ្នាប៉ុន្តែការរស់នៅរបស់គាត់គឺខុសគ្នាចាអញ្ចឹងនាងខ្ញុំនឹងនាំអារម្មណ៍ទស្សនិកជនជាមួយនឹងក្រុមការងារចាទៅទស្សនានៅស្រុកព្រៃឈរទាំងអស់គ្នាចាគេស្អប់ចំរៀងចោលបងកងព្រាចង់គៀងកែវទឹកសៀវភៅគ្រប់គ្នាមិនដឹងឆ្នាំណាម្ចាស់អ្នកមេត្តាវិលមកវិញឡើយលាប់នឹកសងខឹមញញឹមជានិច្ចរាល់ពេលថ្ងៃលិចដៃក្ដិចមុនឡែងលេងល្វើយ
ចប់ឡើយគ្រាន់គ្នាទៅហើយអូនអើយតែចប់លុះអូនវិលវិញនឹកសងខឹមញញឹមជានិច្ចរាល់ពេលថ្ងៃលិចដៃក្តិចបនឡាញលេងលេងល្វើយល្វើយពេលនាងបាត់ភ្លេងតាចមិនចប់ឡើយគ្រាន់គ្នាទៅហើយអូនអើយតែចប់លុះអូនមើលវិញហើយនឹងបងស្រីច្រើនទៀតចាគាត់កំពុងតែចាក់អង្ក្រងចាហើយឃើញថាច្រើនមែនតែនហើយនឹងខ្ញុំក៏បានចាឃើញនេះការចាក់អង្ក្រងនាងខ្ញុំស្មានតែប្រជាពលរដ្ឋរបស់យើងគាត់ចាធ្វើយកដៃតាមពិតគឺមានវិធីសាស្ត្ររបស់គេគឺឈើហើយនឹងកាជើនេះចាដើម្បីយកអង្ក្រងមកមានភាពងាយស្រួលហើយចាក់ចូលក្នុងទឹកដើម្បីអង្ក្រងស្លាប់ចាឃើញថាមានភាពងាយស្រួលមែនតែនហើយយើងយកឈើហ្នឹងចាទៅចាក់នឹងក្រងហ្នឹងគោះទៅដើម្បីឲ្យវាធ្លាក់សបុកធ្លាក់វាមកចេញពងចេញមកច្រើនចាស់ហើយខ្ញុំធ្លាប់ឮចាស់គាត់និយាយថាពីដើមឡើយគឺនៅក្នុងចាថ្ងៃពេញបោឬក៏ថ្ងៃខែដាច់ជាថ្ងៃដែលក្រងនោះវាមានពងច្រើនចាអញ្ចឹងទៅបានគាត់មករងក្រងនឹងដើម្បីយកទៅពិសាឬក៏គាត់យកទៅលក់បើសិនជាថ្ងៃផ្សេងសបោដែរប៉ុន្តែរបៀបសបោមេអញ្ចឹងវាមានជាតិជូរបន្តិចចាអញ្ចឹងនេះគ្រាន់តែនាងខ្ញុំធ្លាប់ឮចាស់ពីដើមគាត់ធ្លាប់និយាយទេចាអញ្ចឹងមានតែអ៊ំស្រីទេដែលគាត់ជាអ្នករកហ្នឹងគាត់ដឹងអញ្ចឹងជួយជាមួយនឹងអ៊ំស្រីចាដែលកំពុងគួរនៅខាងមុខនេះផ្ទាល់តែម្ដងចាជំរាបសួរអ៊ំចាសុខសប្បាយអ៊ំសប្បាយទេហើយឃើញថាមានបន្លែមានអីច្រើនណាអ៊ំយកទៅស្លជាមួយក្រងហ្នឹងឬក៏មិនដែរអ៊ំយកទៅស្លជាមួយក្រងខ្លះទៅយកទៅដាក់ញោមខ្លះទៅអ៊ំរកហើយយកទៅលក់អត់អ៊ំយកទៅលក់ខ្លះដែរតែអ៊ំខ្ញុំធ្លាប់ឮចាស់ពីដើមគាត់ថាខែដាច់ខែពេញបរមីហ្នឹងมันគាត់ត្រង់ក្រងហ្នឹងអ៊ំចុះហេតុអីដែរมันគាត់ចាំទៅដល់ថ្ងៃពេញបរមីថ្ងៃខែដាច់ចឹងអ៊ំលោកខែហ្នឹងវាសបោពងសបោមេមីអនទៅពងទៅចាវាបានឲ្យខែឲ្យថ្ងៃវាដែរចាអញ្ចឹងដល់ខែដល់ថ្ងៃដែរអ៊ំណែបានសបោអញ្ចឹងទៅយើងយកទៅញ៉ាំទៅវាឆ្ងាញ់មានរសជាតិឆ្ងាញ់អ៊ំចាហើយអ៊ំយកទៅធ្វើអីខ្លះដែរអ៊ំយកទៅលក់ខ្លះទៅហូបខ្លះទៅព្រោះស្រុកស្រែមានអីមានអន់ប៉ុណ្ណឹងយកទៅលក់ដូរខ្លះទៅស៊ីខ្លះទៅចាយកទៅលក់នៅណាដែរអ៊ំលក់ភូមិយើងហ្នឹងលក់ភូមិយើងអ៊ំហ្នឹងហើយលក់ភូមិក្បាលខ្សែហ្នឹងបានថ្លៃអ៊ំក្រងហ្នឹងបានមកកំប៉ុង1500ថ្លៃដែរអ៊ំថ្លៃដែរចាខ្ញុំធ្លាប់ញ៉ាំក្រងហ្នឹងឆ្ងាញ់ណាស់ដែលខ្មែរយើងក៏យកទៅស្លម្ជូរគ្រឿងផងស្លអីផងអ៊ំចាហើយចំពោះក្រងហ្នឹងនៅខែវស្សាហើយខែប្រាំងមួយណាសបោជាងអ៊ំសបោបានទៅខែហ្នឹងដែរខែវស្សាសិតមួយអត់មានពងទេចាលោកពូមីងលោកតានិយាយទាំងអស់ចាគឺក្រងនេះធ្លាប់យើងចាស្ងោរជ្រក់ហើយឬក៏យើងលេងញ៉ាំជាមួយនឹងបាយអញ្ចឹងទៅមានរសជាតិឆ្ងាញ់មែនតើជាមួយនឹងពងសហ្នឹងវាមានញ៉ាំទៅមានថាដូចជាមានជីខ្ទិះចាឆ្ងាញ់ណាស់ហើយចាឥឡូវនេះខ្ញុំសូមបង្ហាញឃើញថាច្រើនមែនតើអ៊ំណាអូមឹងក្រងអូយចាច្រើនមែនតើពុកម៉ែបងប្អូនមើលទៅគួរឲ្យចង់ញ៉ាំចាមានមើលមានមេមានពងច្រើនណាអ៊ំណាពងច្រើនតាចាចុះអាខៀវនេះអីគេអ៊ំមីអនអ៊ំណាមីអនអាហ្នឹងឆ្ងាញ់ណាអ៊ំឆ្ងាញ់អាហ្នឹងឈ្ងុយចាឈ្ងុយហ្មងអ៊ំចាអូយតំណងចាឆ្ងាញ់ហើយបាយល្ងាចហ្នឹងអ៊ំចាអូហើយអ៊ំចិត្តបន្លែនេះបន្លែគេដែរអ៊ំនេះបន្លែច្រើនណានេះហ្នឹងផ្លែគេអ៊ំលឹកម្រះអ៊ំហ៎ហ្នឹងហើយអ៊ំយកទៅធ្វើអីដែរទៅស្លកកូអានេះស្លបន្លែដាក់ជាមួយនឹងកូនហ្នឹងឯងអ៊ំណាហ្នឹងដាក់ជាមួយទាំងចាតំណងអ៊ំហើយមើលមានបន្លែច្រើនផងអាហ្នឹងអ៊ំបេះនៅចកាហ្នឹងឬក៏យើងទិញមកពីផ្សារអ៊ំហ្នឹងបេះ
តាមស្រែ តាមស្រែអ៊ំជន់គេហើយអ៊ំ នឹងហៅទៅថុក ថុកអានគេធ្វើអីខ្លះអ៊ំ នឹងយកទៅមកជួយប្រហុកស្លម្សៅ ចាខ្ញុំមិនដែលឃើញទេនេះអ៊ំចាទស្សនិកជនអានេះមិនគេអ៊ំតាថុកទស្សនិកជនចាឥឡូវនេះនាងបានជួបជាមួយនឹងបន្លែមួយទៀតហើយគេហៅថាតាថុកចាយើងអាចជ្រលក់ជាមួយនឹងប្រហុកចាអ៊ំទាំងស្រស់ហ្នឹងឬក៏យើងយកទៅសតក្តៅសិនអ៊ំ ស្ងោ គួរចង់សាចាអ៊ំមានតាំងពីស្វាយនៅម្ដុំនេះផាជាសបោចំការមកទៅអ៊ំណែ បោចកាច្រើននឹង ចាអ៊ំមើល អឺ មានបន្លែច្រើនណា ខ្វៃដល់តាមចកាលើនឹងបន្លែកូន ចាចាហើយអ៊ំឥឡូវអ៊ំឈប់រឬក៏អ៊ំនៅបន្តរទៀតអ៊ំ ឈប់ល្ងាចហើយ អរគុណច្រើនអ៊ំដែលបានផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីរបស់នាងខ្ញុំណាអ៊ំណាអរគុណទុកបន្លែអ៊ំវិញចាបងប្អូនទស្សនិកជនចាឃើញថាអង្ក្រងគឺមានរសជាតិឆ្ងាញ់មែនទែនបើយើងឃើញហើយគឺមានអារម្មណ៍ថាគួរឲ្យចង់ញ៉ាំមែនទែនដែលយើងអាចទៅស្លជាមួយនឹងម្ជូរគ្រឿងចាមានរសជាតិឆ្ងាញ់មែនទែនហើយជាមួយនឹងចាស្ងោរជ្រក់ឆាហើយអូយច្រើនមែនទែននាងខ្ញុំធ្លាប់ញ៉ាំហើយគឺមានរសជាតិឆ្ងាញ់មែនទែនចំពោះអង្ក្រងដែលមានជាតិមេច្រើនជាពិសេសពងវាសសហ្នឹងចាញ៉ាំទៅដូចជាមានជាតិខ្ទិះអញ្ចឹងឆ្ងាញ់មែនទែនហើយពុកម៉ែបងប្អូនទស្សនិកជនចាដោយសារផ្តិតនៅសកម្មភាពអ្វីដែលល្អៗបង្ហាញជូនទៅដល់ពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាចាក្រុមការងារយើងខ្ញុំក៏ដូចជានាងខ្ញុំចាឈរនៅទីតាំងនេះសុទ្ធតែអង្ក្រងចាជាពិសេសមេវាខំរហូតចាគ្រប់កន្លែងចាអញ្ចឹងចាមិនថាទោះជាមានឧបសគ្គអ្វីទេក្រុមការងាររបស់យើងនឹងរៀបរាប់នៅអ្វីដែលល្អៗបង្ហាញជូនទៅដល់ពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាបង្ហាញអំពីជីវភាពរបស់ប្រជាកសិកររបស់យើងនៅក្នុងប្រជាណាចក្រកម្ពុជារបស់យើងនៅក្នុងតំបន់នីមួយៗជាពិសេសនៅខេត្តកំពង់ចាមចាអញ្ចឹងចាសូមមកអារម្មណ៍ទស្សនិកជនទៅទស្សនានៅកន្លែងផ្សេងៗទៀតផងដែរចា គ្រាន់តែបានយល់ស្គាល់ខាងត្រាចិនលួចប្រាថ្នាលើស្រីគេងក៏មិនលក់នឹកក្រមៃឃើញតែខាងស្រីជាប់នឹងនេត្រាវាមួយយ៉ាងខ្លីគឺជាតែងក្តីស្នេហ៍សូមអូនមេត្តាដល់ចិនរៀងផងដែលបំណងបងស្នេហ៍តែបលែងពីស្អីហាងត្រាស្រទន់មានមុនស្នេហ៍ល្អប៉ុនគេក្នុងលោកនេះបើកិនអូនព្រមរួមពីសម័យរណហើយកែគុំព្រួយចិនដាបងសូមច្រៀងចម្រៀងស្នេហ៍ច្រៀងភ្នំបំពេត្រលឹងដែលរៀងស្នេហ៍មកដល់កាលណាសូមចិនដាចេះប្រណីចិត្តថ្លៃចែកខន្តីកនដងតោផ្នែរបស់បងផង
ទួនមានមុនស្នេហ៍ល្អคนគេក្នុងលោកនេះបើសិនអូនព្រមរួមពីសម័យចរណហើយកែពុំព្រួយចិនដាបងសូមច្រៀងចម្រៀងស្នេហ៍ច្រៀងថ្នមបំពេប្រលឹងដែលរៀងស្នេហ៍មកដល់កាលណាសូមចិនដាចេះប្រណីសូមចិត្តថ្លៃចេះខន្តីសនដងដល់ណែរបស់បងផង ចាលោកតាលោកយាយពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាក្នុងកម្មវិធីរបស់យើងចាបន្ទាប់ពីពុកម៉ែបងប្អូនទស្សនិកជនបានទស្សនានៅទស្សនវិជ្ជាទូទៅដែលក្រុមការងាររបស់យើងបានផ្ដិតយករូបថាឥឡូវនេះនាងខ្ញុំនៅក្រុមការងារទាំងអស់បានមកដល់ស្រុកភូមិមួយប៉ុន្តែមិនទាន់ដឹងថាឈ្មោះអីឃុំអីនោះទេចាប៉ុន្តែដោយសារឃើញប្រជាជនរបស់យើងកំពុងតែមានភាពមមាញឹកមែនទែននៅក្នុងការដាក់ថ្មចាដែលដាក់ថ្មនេះគឺចាក្នុងការដាក់ក្បាលបុកគ្រឿងចាគឺថាបន្ទាប់ពីពួកគាត់ក្រៅពីធ្វើខ្សែចំការហើយគាត់តំណែងអញ្ចឹងទៅគាត់ធ្វើការងារផ្សេងៗទៅតាមជីវភាពរបស់ពួកគាត់ចាហើយការដាក់ថ្មនេះគឺដាក់ដោយដៃចាដោយកន្លែងខ្លះគាត់ធ្វើម៉ាស៊ីនអញ្ចឹងទៅវាមានភាពងាយស្រួលជាងចាហើយនាងខ្ញុំក៏បានសាកមើលថាអំបីមិញនេះគឺមានភាពពិបាកមែនទែនចាដោយសារដាក់ថ្មនេះគឺត្រូវការប្រើកម្លាំងដៃហើយសូម្បីតែខាងក្នុងនេះក៏ត្រូវការដាក់ដោយដៃដែរអញ្ចឹងប្រើកម្លាំងផងប្រើនៅខួរក្បាលផងដែរចាហើយចាឃើញថាហត់មែនតើមិនចាពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ត្បាល់នេះគឺយើងមានឃើញលក់នៅតាមទីផ្សារនៅក្នុងវិទ្យាល័យកម្ពុជារបស់យើងប៉ុន្តែមិនតាន់ដឹងថាត្បាល់នេះនឹងនាំចេញទៅលក់នៅក្រៅប្រទេសឬក៏ត្រឹមតែនៅក្នុងប្រទេសនោះទេចានៅពេលបន្តិចទៀតនេះយើងខ្ញុំនឹងអារម្មណ៍ពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ទៅជួបសម្ភាសជាមួយនឹងអ៊ំស្រីដែលជាអ្នកដាក់ថ្មនេះផ្ទាល់តែម្ដងចាសូមអញ្ជើញPok ấy, mọi chuyện mua lấy là nhủ bạn đấy. Mình làm ấy đây ok, đưa mình vô đây. Hãy bán màn món. Bán phí, bán phí, bán màn con này. Buôn con. Ủa cái bông. Một hoàng này đẹp con. ចាអមមិញលោកយាយលោកតាពុកម៉ែបងប្អូនទស្សនិកជនទាំងអស់កំពុងតែតាមដានទស្សនានៅសកម្មភាពរបស់ប្រជាជនរបស់យើងនៅក្នុងឃុំនេះចាឃើញថាមានភាពមមាញឹកមែនទែននៅក្នុងការដាក់ថ្មចាត្បាល់បុកគ្រឿងចាឥឡូវនេះសូមអារម្មណ៍ទស្សនិកជនមកជួបជាមួយនឹងអ៊ំស្រីដែលកំពុងតែចាដាក់ថ្មបុកគ្រឿងនេះផ្ទាល់តែម្ដងចាសូមអញ្ជើញចាជំរាបសួរអ្នកមីងចាអ្នកមីងឈ្មោះដែរអ្នកមីងឈ្មោះវណ្ណាចាអ្នកមីងឃុំនេះស្រុកនេះគេហៅឃុំអីដែរណាមីងគេហៅភូមិដៃពួនឃុំជ័យវៀនស្រុកភ័យឆៅខេត្តរងចាមអូចាហើយចំពោះការដាក់ថ្មនេះតើវាមានរយៈពេលវែងឬក៏យើងតែធ្វើទៅតាមរដូវកាលតាំងពីដូនតាមកចាចាហើយចំពោះការប្រកបមុខរបរនេះតើអ្នកមីងធ្វើបានប្រហែលឆ្នាំអីធ្វើយូរហើយធ្វើជាង10ឆ្នាំហើយ10ឆ្នាំអីចាចាមានកូនក្មួយគាត់ធ្វើអញ្ចឹងដែរអ្នកមីងឬក៏គាត់ប្រកបមុខរបរផ្សេងធ្វើថ្មទាំងអស់គ្នាមកកូនមកចៅនឹងចាចុះចំពោះអ្នកមីងក្រៅពីដាក់ថ្មហ្នឹងអត់មានធ្វើស្រែចម្ការឬក៏ដាំដំណាំអីផ្សេងទៀតមានស្រែផងដាក់ថ្មត្បាល់បុកគ្រឿងនេះតើគេយកថ្មមកឲ្យយើងឬក៏យើងមានថ្មស្រាប់គេយកមកឲ្យដល់ផ្ទះហ្មងស៊ីឈ្នួលចាក់ឲ្យគេ1-2000 1-2000ចាក្នុងត្បាល់មួយហ្នឹងចាក្នុងកូនត្បាល់មួយហ្នឹងចាចុះពីមុនមកអ្នកមីងធ្វើអីខ្លះដែរអត់មានធ្វើអីពីមុនធ្វើត្បាល់ម្សៅដែរប៉ុន្តែឥឡូវតកែគេឈប់ដាក់ឲ្យទៅធ្វើកូនត្បាល់ហ្នឹងទៅចាហេតុអីដែរអ្នកមីងវាអត់រៀងតែរៀងបានអញ្ចឹងទៅគេណាមួយគេបញ្ញាប់ត្បាល់ធ្វើអញ្ចឹងទៅយើងចាក់អត់ទាន់គេរួចទៅត្បាល់នឹងកម្លាំងយើងដល់ពេលកម្លាំងយើងអន់ទៅយើងមិនអាចពមៀលបានវាធ្ងន់ណាអូអញ្ចឹងអានេះវាមានភាពងាយស្រួលជាងវាទូច
វាមិនធំដូចត្បាល់ម្សៅណា ចុះខ្ញុំឃើញនៅតាមទីផ្សារដូចថាថ្មហ្នឹងគឺវាមានភាពរលោងណាមីងហើយចុះហេតុអីបាននេះរៀងក្រើម អានេះគេយកទៅគេខាត់មកតើម៉ាស៊ីនម្សាទៀត អញ្ចឹងមានន័យថា គេធ្វើម៉ាស៊ីនម្សាទៀត ចាអ្នកដែលគាត់យកថ្មមកនេះគឺគាត់យកទៅខាត់បន្ត ហ្នឹងហើយតកែគេហ្នឹង ចាចុះក្នុងមួយថ្ងៃអ្នកមីងធ្វើបានប្រហែលដែរ ធ្វើបាន5ទៅ4នៅអត់ទៀងទេ ចាហើយចំពោះតម្លៃក្នុងត្បាល់ហ្នឹងបាន 2000 ចាតើធ្វើឲ្យជីវភាពរបស់អ្នកមីងមានភាពងាយស្រួលទេអ្នកមីង មាននេះទេពិបាកដែរហ្នឹងហ្នឹងហើយចំថ្មផុយយើងទៅបានទៅ4ទៅ5តែបើចំថ្មរឹងអញ្ចឹងជួនអីបានមួយថ្ងៃ2អីអញ្ចឹងហ្នឹងហើយ អញ្ចឹងអាស្រ័យទៅលើថ្មហ្នឹងវារៀងស្រួលដែរចា ហឹងអញ្ចឹងទៅបាន2អីទៅជួនអីបាន1អីអញ្ចឹងទៅបើថ្ងៃណាថ្មផុយទៅបាន4បាន5អីអញ្ចឹងវាអត់ទៀងហ្នឹងហើយ ចុះមានថ្ងៃណាខ្លះធ្វើឲ្យត្បាល់ហ្នឹងវាខូចរូបរាងឯអ្នកមីង ខូចដែរបើខ្សែទៅខូចអញ្ចឹងទៅយើងបោះចោលទៅហ្នឹងហើយយើងអត់សូងគេទេហ្នឹងហើយ ចុះចំពោះកតិចថ្មនេះគឺយើងអាចយកទៅលក់បានឬក៏យើងមិនអាច យើងវាយទៅលក់បានមកតៅ2000ដែរ ហ្នឹងលក់បានដែរ លក់បានដែរនោះ4000មកតៅ ចាអញ្ចឹងទៅយើងមានភាពចំណេញត្រង់ថាគេយកថ្មយកមកឲ្យយើងដល់កន្លែងហើយយើងអាចកតិចថ្មហ្នឹងអាចលក់បានទៀតចាអ្នកមីងចុះអ្នកមីងនៅក្នុងភូមិនេះគឺគេប្រកបមុខរបរធ្វើត្បាល់បុកគ្រឿងផ្ទាល់តែម្ដង គេធ្វើផ្ទាល់តែម្ដងហ្នឹង ចាអញ្ចឹងគឺគេមកផ្ទះតែធ្វើហ្នឹង ហ្នឹងហើយគេធ្វើគ្រប់គ្នាទៅរួចពីស្រែអញ្ចឹងទៅរួចពីស្រែចកាអញ្ចឹងទៅគេធ្វើត្បាល់ហ្នឹងទៅ ចាអ្នកខ្លះគាត់មានស្រែអញ្ចឹងទៅគាត់ ហ្នឹងហើយមានស្រែមានចកាអញ្ចឹងពេលគេធ្វើស្រែទៅគេធ្វើស្រែទៅដល់ពេលរួចពីធ្វើស្រែទៅអត់មករបូរអីហើយគេហៅអាហ្នឹងដែរទៅហ្នឹងហើយ អរគុណច្រើនអ្នកមីងដែលបានផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីរបស់យើងខ្ញុំចាអរគុណអ្នកមីងនិយាយលាចាទស្សនិកជនពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ដែលកំពុងតាមដានទស្សនានៅក្នុងកម្មវិធីរបស់យើងខ្ញុំចាត្បាល់បុកគ្រឿងគឺជាត្បាល់មួយដែលខ្មែររបស់យើងនិយមតែងតែមិនថាតែនេះទេស្ត្រីមេផ្ទះរបស់យើងនៅផ្ទះនីមួយៗមិនថាផ្ទះនាងខ្ញុំក៏ត្រូវការត្បាល់បុកគ្រឿងជាសំខាន់ទោះជាប្រទេសកម្ពុជាក៏ដូចជាប្រទេសកម្ពុជារបស់យើងមានភាពជឿនលឿនមានម៉ាស៊ីនដោយខ្សែភ្លើងយ៉ាងណាក៏ដោយក៏ត្រូវការត្បាល់បុកគ្រឿងដែលផលិតដោយដៃខ្មែររបស់យើងត្បាល់បុកគ្រឿងនេះស្ត្រីខ្មែររបស់យើងក្នុងប្រទេសកម្ពុជាទាំងមូលទាំងអស់ទោះជាមានភាពជឿនលឿនយ៉ាងណាក៏ដោយគឺត្រូវការត្បាល់បុកគ្រឿងនេះសូម្បីតែនាងខ្ញុំក្រៅពីតំណែងការងារសិល្បៈគឺតែងតែចាបុកទឹកគ្រឿងបុកកាពិញ៉ាំជ្រលក់ជាមួយស្វាយគឺថាឆ្ងាញ់មែនតើមានរសជាតិចាពីព្រោះអីថ្មយើងបុកទៅវាមានរសជាតិមែនតើចាអញ្ចឹងមិនដឹងថាតើត្បាល់បុកគ្រឿងនេះចេញពីភពណាទេបើតាមនាងខ្ញុំដឹងឃើញថាប្រជាជនរបស់យើងនៅក្នុងភូមិនេះចាគឺគាត់តែនីមួយៗមានផលិតនៅត្បាល់បុកគ្រឿងនេះផ្ទាល់តែម្ដងចាអញ្ចឹងខ្ញុំគិតថាប្រហែលជាប្រភពត្បាល់បុកគ្រឿងចេញពីនេះហើយចាអញ្ចឹងសូមមកវាយអារម្មណ៍ទស្សនិកជនទស្សនានៅជីវភាពរបស់ពួកគាត់ដូចតទៅចាសូមអញ្ជើញចាសិប្បកម្មធ្វើត្បាល់គឺជាសិប្បកម្មមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយមានតែបងប្អូននៅក្នុងឃុំនេះទេដែលប្រកបមុខរបរធ្វើត្បាល់បុកគ្រឿងនិងត្បាល់កិនម្សៅបើតាមការសាកសួរអំពីក្រុមការងារយើងនៅក្នុងភូមិរបស់គាត់គឺមានប្រវត្តិធ្វើត្បាល់តាំងពីដូនតាមកម្លេះមកដល់ពេលបច្ចុប្បន្នគឺវាចូលទៅដល់ពាក់កណ្ដាលស្វ័យប្រវត្តិទៅហើយដោយក្រោយពីយើងដាក់ឈូសឆាយជារាងតូចយើងយកទៅក្រឡឹងជាមួយនឹងម៉ាស៊ីនចេញជារាងត្បាល់ស្រេចចាបើយើងក្រឡេកមើលទៅផ្ទះនោះវិញនៅជុំវិញគេអាឋានសុទ្ធសឹងតែកំណត់ត្បាល់កិនម្សៅត្បាល់បុកគ្រឿងនិងកំណត់អង្រែបុកគ្រឿងនៅផ្ទះរបស់គាត់គឺជាកន្លែងកែច្នៃនិងជាកន្លែងបោះដុំចែកចាយស្ទើរទូទាំងប្រជាណាចក្រកម្ពុជារបស់យើងចាពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាមិនមែនទស្សនិកជនបានទស្សនានៅសកម្មភាពរបស់ប្រជាជនរបស់យើងនៅក្នុងស្រុកភូមិនេះចាឃើញថាមានញឹកនៅក្នុងការធ្វើហើយជួបជាមួយនឹងអ៊ំស្រីចាដែលគាត់មានប្រសាសន៍ក្នុងការធ្វើយ៉ាងម៉េចខ្លះចាឥឡូវនេះខ្ញុំបានមកដល់ផ្ទះមួយឃើញថាមានតាំងពីត្បាល់បុកគ្រឿងមានតាំងពីត្បាល់កិនម្សៅចាហើយអង្រែចាហើយប្រហែលជាផ្ទះនេះប្រហែលជាគាត់ធ្វើដោយម៉ាស៊ីនព្រោះថាមានឃើញស្អីស្អាតហើយត្បាល់បុកគ្រឿងគឺមានភាពរលោងចាមិនដូចជាអ៊ំស្រីអំបីមិញដែលគាត់ដាប់ទៅឃើញរឿងថ្មចាកពីកពកពិបាកចាអញ្ចឹងនោះចាគឺត្បាល់បុកគ្រឿងចាអង្រែចាឃើញថាមានភាពរលោងមែនតើចាប្រហែលជាគាត់ធ្វើដោយម៉ាស៊ីនហើយមកទៅទស្សនិកជនដែលកំពុងតាមដានទស្សនាចាផ្ទះនេះគឺសម្បូរមែនតើច្រើនណាស់ចាហើយក៏មានសកម្មភាពនៅការលាបថ្នាំពណ៌ចាបន្ទាប់ពីបានធ្វើដោយម៉ាស៊ីនហើយគឺគាត់យកទៅលាបពណ៌ចា
ហើយដោយសារម្ចាស់ផ្ទះចាគាត់មិនបាននៅអញ្ចឹងនាងខ្ញុំមិនដឹងជាសម្ភារជាមួយអ្នកណាទេចាដោយសារឃើញត្បាល់ហេងរ៉េច្រើនមែនតើនៅក្នុងផ្ទះនេះចាអញ្ចឹងសូមទស្សនិកជនទស្សនានៅប្អូនស្រីដែលកំពុងតែចាលាបថ្នាំចាខាងក្រោយផ្ទះតែម្ដងចាសូមជើញទស្សនិកជនទៅទស្សនាទាំងអស់គ្នា ឥឡូវនេះបានមកជួបអូនផ្ទាល់តែម្ដងចាសួស្ដីអូនចាកំពុងតែលាបថ្នាំហ៎នឹងឲ្យលាបពណ៌ខ្មៅលាបថ្នាំហ្នឹងលាបប្រេងឬក៏មិនអូនជាមួយលាយសាំងអូថ្នាំជាមួយសាំងហ៎ចាម្ចាស់ហ្នឹងគេគិតឲ្យយើងមិនក្នុងមួយថ្ងៃហ្នឹងគេគិត2ត្បាល់100 2ត្បាល់100លុយខ្មែរចាអូហើយក្មេងៗហ្នឹងនាំគ្នាធ្វើទាំងអស់គ្នាទៅចាអញ្ចឹងឲ្យមួយថ្ងៃបាន100ចាហើយបងអូនក្រៅពីលាបថ្នាំហ្នឹងតើមានរៀនអីអត់អត់រៀនទេហ៎តែរៀនទៅសាលារៀនអក្សររៀនហើយចុះប៉ាម៉ាក់ធ្វើអីគេដែរអូនចាក់ត្បាល់ដូចគ្នាចាកំឡាងចង់ធ្វើអីដែរចង់ដែរចាអត់ចង់ធ្វើត្បាល់ហ្នឹងទេហ៎អត់ទេចាហើយចុះបងអូនអាយុប៉ុន្មានអី2 ដងហើយអូនឯងធ្វើជាមួយគ្នាចែកលុយមួយគ្នាអញ្ចឹងទៅអូនឯងលាបហ្នឹងប្រហែលឆ្នាំអីមួយឆ្នាំណាចាអូហើយអត់មានចង់ធ្វើអីផ្សេងទេចង់គេអូនជូនពរអូនឯងទាំងអស់គ្នានឹងធំឡើងធ្វើការធំដុំទាំងអស់គ្នាអូនណាអូខេអូនអរគុណច្រើនចាទស្សនិកជនចាភូមិស្រុកនេះមិនធំតែចាស់ដែលគាត់ប្រកបមុខរបរទេសូម្បីតែបងប្អូននៅក្មេងចាក៏អាចប្រកបមុខរបរហើយយកលុយទៅជួយឪពុកម្ដាយផងដែរចាហើយបងប្អូនក៏មានបំណងចង់រៀនសូត្រឲ្យខ្ពស់ចាមិនចង់ប្រកបមុខរបរធ្វើត្បាល់បុកគ្រឿងនេះទេចាដោយសារត្បាល់បុកគ្រឿងនេះគឺជាមរតកដូនតារបស់យើងដែលបានបន្សល់ទុកមែនប៉ុន្តែមានភាពពិបាកមែនតើនៅក្នុងការផលិតចេញត្បាល់មួយចាអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ទស្សនានៅទស្សនវិជ្ជារបស់យើងគឺពីជីវភាពជាក់ស្ដែងរបស់ពួកគាត់មិនថាទាំងចាស់មិនថាទាំងក្មេងចាសូមអញ្ជើញទស្សនាទាំងអស់គ្នាឥឡូវយើងបានមកជួបបងប្អូនប្រជាពលរដ្ឋមួយក្រុមទៀតហើយចានេះគឺជាប្រជាពលរដ្ឋធ្វើនំក្រៀបចាបើនិយាយអំពីនំក្រៀបនំនេះមានប្រវត្តិតាំងពីដូនតាយើងមកម្លេះហើយបច្ចុប្បន្នយើងឃើញតែអ្នកស្រុកកំពង់ចាមទេដែលធ្វើនំនេះចាបងប្អូនទស្សនិកជនចាឥឡូវនេះនាងខ្ញុំបានស្ថិតមកដល់ស្រុកភូមិមួយទៀតហើយឃើញថាបងកំពុងតែមានញឹកមែនតែនចានឹងការកិននំកិនម្សៅចាឥឡូវនេះជួបបងស្រីដែលគាត់កំពុងតែធ្វើនេះតតែម្ដងចាជំរាបសួរបងជំរាបសួរទាំងអស់គ្នាមីជំរាបសួរទាំងអស់គ្នាចាបងសុំទោសកំពុងតែធ្វើនំអីហ្នឹងបងនំក្រៀបចាគេហៅនំក្រៀបយកម្សៅអីធ្វើដែរបង
ก็ตะหนาว ก็ตนา จ้า ยังกันหรือก็ยังบอกม យើងចំហុយបាយវាជន់ ก็เป็นไงนะปักนักเขาคอย อ๋อจ้าจังจมยุบล้างยังจมหอยแถมก็อ้อไหม อย่างก็ จ้าปักละ อันที่ไหนมันแค่ไหน จ้าแถมก็ระยะเป็นประมาณไงได้ ถามតែពីល្ងាចហ្នឹងពីស្មានហ្នឹងទៅយើងព្រលឹមឡើងយើងម៉ោង4នេះយើងក្រោកចំហុយវាជន់ហើយចា จมหอยให้ยังยอมมอง យកមកយកមកជន់នោះក្តឿង จวนหนอใครไปกันยังไม่จวน យកមកជន់វាដើម្បីឲ្យคล้ายទៅជាម្សៅចាម្សៅឲ្យយើងយកមកកិនអញ្ចឹងហ្មងហ៎ ចា ចាឲ្យកិនអញ្ចឹងឲ្យយើងធ្វើយកហាឬក៏យកទៅអីទៀតបង យកហាលដល់ហាលកាទេលអញ្ចឹងដល់ហាលពេញអញ្ចឹងទៅយើងអូវវាយកទៅហាលថ្ងៃទៅណា ចា ឲ្យវាហឹងបក មួយថ្ងៃដែរបងមិនអាចយកញ៉ាំបាន និយាយទៅតែមកកណាត់ថ្ងៃហ្នឹងចាប់ពីព្រឹកមកពីស្មានហ្នឹងមករហូតដល់និយាយទៅមកលុញហើយមកយើងលុញហើយទៅវាហឹងអីទៅយើងយកទុកទៅណា ចា ចាហ្នឹងយើងហូបបានទេតាហ្នឹងអញ្ចឹងក៏យើងហូបបានដែរ អញ្ចឹងបងហ៎ ចាយើងហូបបានទេតាមកគ្រាន់វាស្អិតបន្តិចចា ដោយរបៀបនំបាញ់ដុកអីចឹងដែរបងណាចា នំបាញ់ជំនឿអីចឹងវាស្អិតគ្រាន់វាស្អិត ហើយពេលដែលបងលាយធ្វើជាម្សៅហ្នឹងតើបងមានលាយគ្រឿងលាយអីអត់បង អន់ដាក់តែស្ករណា តែស្ករមួយហ្មងអី ចាតែស្ករមួយមុខ ก็ ចាដាក់ស្ករហើយ ก็ได้บริยังเสียยี่กองกี้ អូអញ្ចឹងប្រេងហ្នឹងដាក់លាយមួយបង្ទៀតដែរអញ្ចឹងមានន័យថានំហ្នឹងដាក់ហើយស្គាល់ថាយើងអត់មានយកទៅខ្ចប់បិចអីទៀតទេបង អត់ផងអត់មានខ្ចប់ដាក់ស្អីទៀតទេគាត់ថាយើងពេលយើងបោកវារួចទៅយើងយកទៅទុករាប់វាស្ទាប់ជា10ណាដាក់វាស្ទាប់ទៅណា ហើយចានៅពេលដែលបងធ្វើរួចអស់ហើយយើងយកទៅលក់ឬក៏យើងសម្រាប់តែក្រុមគ្រួសាររបស់យើងទេបង នាងយើងបោះឲ្យម៉ួយគេទទួល ពួកគេទូមកយកដល់កន្លែងមក ចាគេមកយកដល់កន្លែង ចាហើយយើងលក់របៀបមិនដែរបង មានតាមធនវាបាទធនអាហ្នឹង107,000 107,000 ចាបាទកតាលនោះ9,000បាទមួយទៀត12000 អញ្ចឹងវាមានតាមទំហំ ចា ចារៀងធំអញ្ចឹងថ្លៃ រៀង អាហ្នឹងធំហ្នឹង12000ចាហើយមាន9,000មាន7,000ទៅតាមធនរបស់វា បាទនេះ ចាហ្នឹងអូចាចុះអ្នកភូមិអីគាត់មកទិញយកទៅញ៉ាំហ៎ ចាមានអីគាត់ទិញយកទៅហូបដែរតា អញ្ចឹងហ៎ ចា ចាចុះបងនាងខ្ញុំមិញជិះតាមផ្លូវអត់ដឹងថាស្រុកភូមិនេះភូមិអីឃុំអីដែរបង គេហៅភូមិអូដា ភូមិអូដា ចា ស្រុកអី ธรรมดาคุมตะแปงแพ้สกไปเชิง ឃុំតាពាំងព្រះស្រុកព្រៃឈរចាបងចាចាហើយអញ្ចឹងនំនំម្សៅណាចាយើងយកមកយើងយកជាមូសិនចាហើយមិនយើងយកវាយ គេលឿនដែរខ្ញុំពូដាក់បានឲ្យប៉ាន់គ្នា ចាចុះចំពោះអង្គម្សៅអង្គតណោតហ្នឹង1គីឡូយើងបាននំប៉ុណ្ណាដែរបង អត់ធ្លាប់ប៉ាន់ចឹងផងធ្លាប់តែយើងធ្វើដាក់មកកបៅហ្នឹងយើងថាប៉ាន់ជា9គីឡូអង្គឲ្យឬ8គីឡូអង្គអញ្ចឹងណា ចាមកតែ ចាមួយឆ្នាំង មកឆ្នាំងហ្នឹងបងហ៎ ចា អញ្ចឹងយើងធ្វើទៅតាមមួយកំងដែរ តាមមួយកំងគេត្រូវការអាពុំអីពុំអីចឹងប៉ុន្តែរងថ្ងៃទៅធម្មតាគេធ្វើតែអាពុំនេះចា 4000 ចាហ្នឹងហើយបើអាពុំតូចនេះតគេកំងមកយើងធ្វើឲ្យបានយើងធ្វើអាធំក៏ចឹងដែរចា អញ្ចឹងយើងធ្វើតាមមួយកំងដែរហ្នឹងចាបើសិនគេកំងអត់ធំយើងធ្វើអត់ធំទូចយើងធ្វើអត់ទូចអញ្ចឹងហ្មងណាចាបងមានប្រកបមុខរបរអីផ្សេងហ៎បង អត់មានការងារនៅផ្ទះទិញទួច ចាអត់មានស្រែការអីធ្វើបង ធ្វើចការធ្វើស្រែទេតាមានចការមានតែស្រែភ្លើង ចានៅពេលនេះពុកម៉ែបងប្អូនទស្សនិកជនចាដោយសារឃើញបងចាក៏គាត់មានភាពមានយ៉ាងមែនតើនៅការធ្វើនំក្រៀបចាហើយនាងខ្ញុំក៏មិនដែលបានឃើញហើយក៏មិនដែលបានភ្លក់ដែរចាបន្តិចទៀតនាងខ្ញុំនឹងសាក់ធ្វើហើយនឹងសាក់ភ្លក់នៅនំចាប៉ុន្តែអត់ទាន់ហាស្រួលអញ្ចឹងខ្ញុំសាក់ញ៉ាំនៅជាម្សៅសិនណាបងណាចានឹងចង់ដឹងថាតើនំនេះមានរសជាតិយ៉ាងណានោះចានាងខ្ញុំនឹងបានជម្រាបទស្សនិកជនថាមានរសជាតិពួកអីនាងខ្ញុំគិតថាពុកម៉ែបងប្អូនមួយចំនួនខ្លះក៏គាត់អត់បានដឹងអំពីនំនេះចា វា នេះជាសិន ចា យ៉ាងហ្នឹងមិនចេះ ចាតែជាប់ដៃតាមតាណាបដៅឲ្យមួយ ចាប់នេះចេះ ថ្ងៃមុនម្ដេចបងថាបអូនថ្ងៃមុនថាបអូនប្របង ចា
នំក្រៀបគឺជានំម្យ៉ាងដែលធ្វើអំពីអង្ករដំណើបមុនដំបូងគេយកអង្ករទៅដាក់ត្រាំក្នុងរយៈពេល2ទៅ3ម៉ោងក្រោយមកគេចាប់ផ្ដើមយកទៅចំហុយក្រោយពីចំហុយឆ្អិនគេក៏ចាប់ផ្ដើមយកទៅបុកឲ្យម៉ត់សាច់មួយរួចយកមកកិនជាបណ្ដោះស្ដើងមូតូចតែបងខូចចិត្តបន្តិចទេស្រីបានជាបងលែងថាផ្ទាល់ពិសីដឹងទេរឿងអ្វីគឺរឿងដែលស្រីផបងផរឿងអ្វីស្រីគិតមើលទៅឬមួយពីលទៅស្រីភ្លេចទៅហើយទស្សនិកជននេះគឺជាกระดาษចាកស៊ូចាដែលយើងយកធ្វើពុំស្នាក់នំចាដើម្បីវាមានទំហំស្មើនឹងក្រាស់ហ្នឹងហើយចានេះគឺកំពង់ទីបចាគាត់ឆ្នៃយកមកសម្រាប់ឲ្យកិនម្សៅចាលុញឲ្យវានំហ្នឹងស្មើនឹងចានេះគឺម្សៅចាដែលយើងត្រូវយកមកវាយហើយដំបូងមកដាក់ខ្លាញ់ចាដើម្បីឲ្យកុំឲ្យវាស្អិតជាប់នឹងពុំហ្នឹងចាទៅហើយចាកិនហើយវាទៅសោះខ្ញុំកិនអត់ចាញ់មកសុំពុំដៃណាគេពុំដៃក៏ដាក់ពីលើទៅទៀតក៏ដាក់វាខ្ញុំជិះពីលើទៅដាក់លើពោះអត់ទៅអ៊ំអត់ទៅអញ្ចឹងវាទៅតែដៃខ្ញុំកែមកវិញចាទៅហើយគេធ្វើយ៉ាងម៉េចធ្វើម៉េចអ៊ំគាត់គេពេលនេះគាត់រៀនយកទៅឲ្យគេមើលគេហាក់គាត់ចឹងចានេះគាត់ទៅស្រួលហ្មងខ្ញុំមកទៅម្បាក់ចឹងអ៊ំយើងអត់ចេះចឹងហើយតើយើងចេះបានយើងនេះបង្ហាញដែរចាព្រោះបងប្អូនទីកជនឃើញថាពិបាកមែនទែនចាក្នុងគ្រាន់តែនំមួយនេះយើងគិតថាស្រួលជាងជាក្រានដែរនេះខ្ញុំបានធ្វើមុនមកចាតាមពិតគឺពិបាកមែនទែនយើងត្រូវយកកំពង់ទៀតនោះមកកិនវាឲ្យស្មើចាហើយដល់តែខ្ញុំឃើញពួកគាត់កិនស្រួលមែនទែនចាតែសម្រាប់នឹងខ្ញុំគឺកិនអត់ទៅសងម្សៅទៅជាដុំដោយកន្លែងចាកន្លែងខ្លះដាច់ចឹងទៅអត់ទៅមុខសាមដអមិញបានជួយបរៀនថាតើរបៀបមិនទេតបាក់ធ្វើណាអ៊ំចាទស្សនិកជននេះគឺជាចាត្បាល់ក្តឿងចាដែលយើងអាចហៅបានថាត្បាល់ជន់ចាដែលប្រជាជនខ្មែររបស់យើងគឺគាត់និយមនៅគ្រប់ផ្ទះតែម្ដងចាដោយសារត្បាល់នេះគឺយើងអាចយកទៅបុកអង្ករចាហើយសម្រាប់ប្រជាជនផ្សេងទៀតដូចជាចាបងស្រីចាដែលគាត់យកទៅជន់ម្សៅដែលយើងយកអង្ករដំណើបទៅចំហុយជាបាយហើយយើងយកមកចាជន់ឲ្យคล้ายទៅជាម្សៅហើយយើងដាក់ស្ករហើយយើងយកទៅកិនចាដោយដែលនាងខ្ញុំបានបង្ហាញជូនមិញហ្នឹងគឺកិនជាមួយនឹងពុំចាហើយបើយើងយកទៅហាលរហូតមកដល់ចានេះឲ្យស្ងួតចាបន្ទាប់ទស្សនិកជននឹងបានទស្សនានៃការអាំងនំក្រៀបចាចង់ដឹងថាតើការអាំងនឹងរបៀបម៉េចហើយមានរសជាតិយ៉ាងណានោះនាងខ្ញុំនឹងបង្ហាញជូនបន្តិចទៀតជាមួយនឹងសកម្មភាពចារបស់បងស្រីដែលគាត់ចាអាំងជូនពុកម៉ែបងប្អូនទស្សនិកជនទស្សនាផងដែរចាឥឡូវនេះសូមទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាចាលោកស្រីនាងកញ្ញាជាទីគោរពនិងជាទីមេត្រីថ្មីត្បិតទៅតាមតំបន់ជនបទដែលពុំដឹងថាប្រកបមុខរបរអ្វីនោះឡើយយើងខ្ញុំដែលជាក្រុមការងារសន្និដ្ឋានថាបងស្រីរូបនេះមានជីវភាពយ៉ាងល្អព្រោះថាវត្ថុធាតុដើមដែលគាត់បានយកមកធ្វើនំនេះគឺជាអង្ករដំណើបចាបាននិយាយអំពីអង្ករដំណើបគាត់ពុំបានទិញមកពីទីណាឡើយពលគឺពួកគាត់បានមានស្រែសំលមមនឹងការប្រកបរបរកសិកម្មហើយពីច្រើនគាត់ស្ទូងជាស្រូវដំណើបចំណែកកដែលយកមកធ្វើនំវិញគាត់ពុំបានទិញពីទីផ្សារឬនរណាម្នាក់ឡើយគឺប្តីរបស់គាត់ជាអ្នកឡើងថ្នោតផ្ទាល់តែម្ដងទាំងអស់នេះហើយដែលធ្វើឲ្យជីវភាពនៃក្រុមគ្រួសាររបស់គាត់មានជីវភាពធូរធារសមជាប្រជាពលរដ្ឋល្អនៅក្នុងសង្គមឥឡូវនេះខ្ញុំបានមកដល់កន្លែងចាបងស្រីកំពុងតែអាំងនេះផ្ទាល់តែម្ដងចាឃើញថាអូយមិនតំណមែនតើឥឡូវនេះជួបជាមួយនឹងគាត់តែម្ដងចាសួស្ដីបងចាយ៉ាអូនំនឹងដល់ពេលអាំងអញ្ចឹងទៅមិននឹកឃើញថាពីក្មេងធ្លាប់ញ៉ាំដែរចាអូបានទំហំយ៉ាងទូចដែរបងណាវានៅភ្លាមចាហើយអាំងនឹងយើងប្រើភ្លើងមិនដែរបងល្ងើកវាល្ងើកខ្លាំងឬក៏បាទហ្នឹងបើអាំងយើងល្អគេចង់បានល្ងើកឲ្យយើងអាំងល្ងើកទៅនំវាល្អចាមិញឃើញទូចមួយនេះចាទំហំ
ចាទស្សនិកជនគឺទូចមែនតើដល់ពេលដែលយើងដាក់ល្ងើភ្លើងទៅរីកធំចានេះក៏តំណើគឺយើងអត់ដាក់ជាតិថ្នាំជាតិអីបងណាអត់តំណើសុទ្ធហ្មងចាអូចាហើយខ្ញុំសាកវិញគឺមានរសជាតិឆ្ងាញ់មែនតើចង់ដឹងថាពេលដែលអាំងហើយអញ្ចឹងមានរសជាតិមិនទេបងណាដូចគ្នាតើបងហីប្រហែលជាអានេះប្រហែលជាឆ្ងាញ់ជាងពេលណាដែលយើងឃើញទូចសោះដល់ពេលយកមកអាំងអញ្ចឹងឃើញរីកធំមែនតើចាហើយតំណងឈ្ងុយមែនតើណាហើយមិញមានជាតិម្សៅតុនឥឡូវស្រួយខ្ញុំថាបន្តិចបងណាញ៉ាំចាំមើលញ៉ាំណាចាទស្សនិកជនឆ្ងាញ់មែនតើប្លែកពីដែលនាងខ្ញុំសាកញ៉ាំមិញជាតិម្សៅវាតុនហ្នឹងដល់ពេលនេះញ៉ាំទៅឡើងស្រួយតំណងណាបងខ្ញុំស្មានតែនំហ្នឹងយើងធ្វើហើយយើងហាតែប៉ុណ្្នឹងហើយយើងយកទៅលក់យើងមិនចាំយកមកអាំងអញ្ចឹងទៀតអត់អាំងទៀតផងហ្នឹងយើងហាលចុងហើយយើងបោះឲ្យម៉ួយហ្មងម៉ួយគេយកទៅអាំងចាម៉ួយគេយកទៅអាំងខ្លួនគេតាមកាប៉ាត់ទៅម្សៅហ្នឹងវាឆ្អិនស្រាប់ហើយមែនទេបងចាពួកយើងបងដាក់ហាលវាហាលផងចំហុយផងចាអញ្ចឹងមានថាបាយតំណាក់ហ្នឹងគឺវាឆ្អិនទេប៉ុន្តែគាត់ថាយើងយកមកអាំងបន្ថែមទៀតដើម្បីវាមានរសជាតិឆ្ងាញ់កាលខ្ញុំនៅក្មេងៗហ្នឹងមិនឃើញគេដាក់ចក្រានមួយអញ្ចឹងហើយគេដាក់នំនឹងអាំងដាក់ក្នុងថងមកធំចាហើយគេលក់អស់100ចាដល់ឥឡូវប្រហែលជាឡើង1-200ចាពួកអីរឿងថ្លៃដែរហ្នឹងចាតំណើវាថ្លៃឡើងឈ្ងុយចាទស្សនិកជនគឺឈ្ងុយមែនតើចាក៏តំណើនៅពេលណាដែលយើងអាំងហើយអញ្ចឹងទៅវាមានខ្លះឡើងឈ្ងុយចាបើសិនជាបានភ្លក់រសជាតិទៀតអូមិនដឹងឆ្ងាញ់យ៉ាងណាវាស្រួយណាអូអញ្ចឹងយើងដាក់ស្ករត្នោតបងហ៎ស្ករត្នោតនឹងធ្វើហ៎ដាក់ស្ករសបានទេបងបានផងវាខូសអាំងអត់ឡើងផងអូអញ្ចឹងដាក់ស្ករសអត់ឡើងទេចាដាក់ស្ករត្នោតយើងចាដាក់ស្ករត្នោតយើងឡើងយើងប៉ោងក្នុងសូហើយស្ករត្នោតហ្នឹងកូរខ្លួនឯងទៀតចាកូរខ្លួនឯងឡើងខ្លួនឯងអត់មានជាតិគីមីអីផងចាហើយចំពោះការដាក់ម្សៅស្ករត្នោតហ្នឹងយើងវាស់គ្នាតើបងអីយើងមិនចេះតែដាក់ត្រង់ថាមកកបៅយើងដាក់ម៉ាន10គីឡូយើងដាក់3គីឡូកូរ3គីឡូស្ករទៅណាដល់ពេល8គីឡូយើងដាក់2គីឡូកន្លះស្ករទៅចាវាទៅថយតាមហ្នឹងណាចាឥឡូវទស្សនិកជនចាទៀតទស្សនិកជននឹងសាចាញ៉ាំជាមួយនឹងនាងខ្ញុំចង់ដឹងថាតើរសជាតិនៃការអាំងហើយតើមានរសជាតិឈ្ងុយហើយឆ្ងាញ់យ៉ាងណានោះចាអត់ទេមានអីចាស់បើគាត់គាត់ដាក់ពីផ្ទះមកសកន្លែងហ្នឹងដៃមកផ្ទះណាដាក់ណាហើយមកលេងចូលទេអាចាទស្សនិកជនបន្តពីបានទស្សនានៅសកម្មភាពនៃការធ្វើរបស់បងដែលគាត់មានភាពមានយ៉ាងមែនតើនៅក្នុងការធ្វើនំចាការហាលនំហើយយកមកចាហាលស្ងួតហើយយើងយកមកអាំងចាឆ្អើជាមួយនឹងភ្លើងដើម្បីឲ្យនំនឹងរីកចាដែលនាងខ្ញុំធ្លាប់បានញ៉ាំតាំងពីក្មេងៗមកគឺចាគាត់ធ្លាប់និយាយថានំនេះគឺនិយមណាស់ចាជាមួយនឹងវិធីធំដូចថានៅតាមភូមិអញ្ចឹងទៅបុណ្យទានឬក៏ការអញ្ចឹងទៅគាត់ចាប់ដើមធ្វើនំនេះដើម្បីចាទុកសម្រាប់យើងញ៉ាំបាយញ៉ាំអីហើយអញ្ចឹងគឺសម្រាប់លាងមាត់ចាតែឥឡូវដោយសារភាពជឿនលឿននៃប្រទេសកម្ពុជារបស់យើងធ្វើឲ្យបាត់បង់ចាមួយចំនួនខ្លះដូចជានំនេះអញ្ចឹងនៅតាមចាបណ្ដាខេត្តផ្សេងនាងខ្ញុំជាមួយនឹងក្រុមការងារដើរទៅសឹងតែមិនបានឃើញចាតែមកដល់ខេត្តកំពង់ចាមគឺឃើញបងប្អូនយើងមួយចំនួនហ្នឹងគាត់ចាប់ផ្ដើមធ្វើនំនេះចាលក់នៅតាមទីផ្សារតំបន់ផ្សេងចាហើយក៏គាត់ធ្វើសម្រាប់ក្នុងពិធីបុណ្យនៅក្នុងភូមិរបស់គាត់ចាឃើញថាគាត់នៅថែរក្សានៅតម្លៃក៏ដូចជាចាប្រពៃណីវប្បធម៌ដែលដូនតារបស់យើងបានបន្សល់ទុកចាពីព្រោះនំនេះគឺជានំខ្មែររបស់យើងពីដើមតែម្ដងចាដែលផលិតដោយដៃខ្មែររបស់យើងការកែច្នៃរបស់ខ្មែររបស់យើងចាទាំងអស់នេះគឺជាតម្លៃវប្បធម៌ធំធេងមែនទែនសម្រាប់ប្រជាជាតិរបស់យើងមិនត្រឹមតែមាននំក្រៀបនេះទេគឺមាននំខ្លោតមួយទៀតចាដែលខ្មែររបស់យើងក៏គាត់និយមតាំងពីចំនួនមួយទៅចំនួនចាឲ្យតែមានបុណ្យជាតិចាបុណ្យធំនៅក្នុងភូមិគាត់អញ្ចឹងក៏គាត់ចាប់ផ្ដើមធ្វើចាដែលនំខ្លោតហ្នឹងចាគឺស្តៀងនំនេះដែរចាវាយម្សៅអីដូចគ្នាប៉ុន្តែគាត់ថាវាមានទំហំទូចហើយក៏ដាក់ហាលហើយបន្ទាប់ពីហាលស្ងួតហើយក៏គាត់យកមកចាក្តោបជាមួយនឹងខ្សាច់ចាហើយដាក់ភ្លើងល្ងើបភ្លើងអីដូចគ្នាអញ្ចឹងគាត់ថាគាត់ដាក់ខ្សាច់នៅក្នុងខ្ទះហ្នឹងហើយក៏ដាក់នំនឹងនៅពីលើឲ្យវារីកចាឲ្យវារីកដូចគ្នាអញ្ចឹងគាត់ថាយើងដាក់លើខ្សាច់ទៅវារីកធំជាងនៃការយើងឆ្អើរភ្លើងតែមានលក្ខណៈរសជាតិដូចគ្នាចាពីព្រោះអីនៅតាមតំបន់នេះនៅភូមិនេះចាគឺគាត់ថែរក្សានៅចាវប្បធម៌ក៏ដូចជាមរតកដូនតារបស់យើងដែលបានបន្សល់ទុកចាទៅទៀតទស្សនិកជននឹងបានចាភ្លក់ជាមួយនឹងខ្ញុំចាំដឹងថាតើនំក្រៀបនេះមានរសជាតិយ៉ាងណានោះចាបន្តិចទៀតនឹងខ្ញុំនឹងសាកចាហើយនឹងបានប្រាប់ជូនទស្សនិកជនថាមានរសជាតិយ៉ាងណានៅពេលនេះសូមទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាចាចាប់ដើម
thôi mình tan ra hơi xuôi mình làm thang xuôi hay nhâm tới cứ mình đua chiết bài tần áo nâng nông ngọt dướng và cứ gì nhâm bài không mà đan đấy dạ dạ xuôi mình tan nôm đến quả dương lia chỉ một score hơi dương vô tại ha dương vô tại chợ lớn á dương ăn nhâm tại mình đòn cha mình đua chiết nhanh ở đây nhâm lia chả chả quạt nhẹ tham nôm ní dương nhâm chỉ một tay có nhanh đây nhâm bà đá nhâm tại tay chọt chọt đi tới mình đua chiết nhanh mình tên dạสิ่งที่ชวนจามไปไม่มันจุดสกัมพิบจมูกนางบองใส่ได้กอดอ่างนมจานนมเกลียบจาให้ก็ท่าแต่ระบบกอดคือกอดติงสกอร์ในปีหน้าแต่จาคือกอดทัวร์เด็กคนไอ้ลางดำทนาวโยตักธนามัดทัวร์สกอร์จามแล้วนี่ยังกระไรมากขึ้นกอดกับวงแต่มีทัวร์สกอร์โกสกอร์อะไรมุ้ยที่แกให้ทำบักสกอร์จาแล้วนี่สมจุดจมูกนางบองใส่ต่อแต่ดองจาจุดเดียวโซ่บองมาดองเตี้ยจ้าพวงทัวร์ไอ้นางบองนี่ตรงกีสกอร์lại khai thôngจ้าสกอตนาวนั่นคือบองลางเด็กคนไอ้บองไงจ้าล้างนวลไออุ้ยช่วยบองเนี่ยล้อเนี่ยสกอตนาวลางประมาณดำได้บองมันยังบางสกอปนึง3 สัปดาห์จ้า3 สัปดาห์จำนวน30 กิโลสกอร์จ้าไงนึงอะทั้งหมดไงนึงหมอจ้าบาง30 กิโลสกอร์จ้าให้ยังลางตั้งปีสมาเหมือนบานล้างมองบุญมองแผมจัดเลยเนาะจ้ามันต้อมล้างหัวใจจ้าให้จ้ายึงงัวตาเต้เนี่ยล้างตาเตยจ้าตักน้ำประเภทไอ้ได้บ่ตักน้ำโยมางัวหมองจ้าจ้าโยตักน้ำไอ้ยึงโยมางัวหมองตักน้ำจู้บ้านไหนบ่ตักน้ำจู้วัดอากาศผงวิสอัดนะจ้าอัดคลังให้สโกก็จูด่ะจ้าเบอร์ยังงัวไอ้มันเต้เบียสโกจิตช่วยเสียงนั่นไปไหนบองมังงัวให้อ่อนจังคือบองโยตื่นด่าจมูกนุ่งเกลียบนั่งจ้าให้จะบองอายุแต่ลูกไอ้ใส่มาเดี๋ยวนี้ลูกใส่ที่บ้านกะโลปีปอนป่ะหรอจ้าโยแต่ลูกในตามซาดก่อนในขนมพรมยืงมาจะดอแตงจ้าจ้าตัวที่กระจนคือกวาดอาโยแต่เธอนุ่งเกลียบบานห้อยคือกวาดอาโยสมัยแต่ลูกจ้าตามสกภูมิโดยที่ตามตีบ3 เซนจ้านี่คือเจียการโจรวมโจรขนมกรุษาจราเหมือนเต้นนะบ้องเนี่ยจ้าจังบ้องลางเจริญรอทั้งไงหรือก็ตามแบบเดินการได้บ้องตามโดยแต่ในทนาวต้องยืนลางตามปีคายกระตักมาหลอกโดยคายภาษายิ่งเช่าไปจ้าภาษาคายภาษาไปอยู่ในตักทนาวดีจ้าพอปีคายกระตักก็จับดามโจงดีเลยจ้าตัวสิงห์ชนจ้ายังบางหายองปีสกรรมเพียบจ้าระบเราพูดมีในขนมสุกภูมิให้กระโดดเชียร์สังคมครัวซามุยจ้าได้กอดมีมุกระบอจ้าก็มีซ้ำเพียรกรุบกร้อนสำหรับจ้าช่วยเอาสังคมครัวซาระบอกว่าเป็นเพียบดีลุ่นล้อเนื่องดีจำได้จ้าแต่อันนี้ได้ทัวร์ครัวซาระบอกว่ามีสุภาพบังคับจ้าโดยได้กอดบานทัวร์ดำบงแล้วคือกอดมีสไลด์สไลด์จำการบอกว่าจ้าบรรทบปีกอดตัวบานพอสไลด์บอกว่าให้ก็ได้ยอสไลด์นึ่งจ้ามาบริโภคจมวยจ้านั่งให้ก็ได้ยอสไลด์นึ่งตัวโดเชียสัมผัสเซ็งให้ก็ได้ยอสไลด์นึ่งมาทัวร์เชียนมจ้าทำไปช่วยชีวิตเพียบครัวซาระบอกว่าให้นำไปได้กอดทัวร์นมให้คือกอดอายจ้ายอกอดเตยลางทนาวดำใบยอทนาวนั่งมาทัวร์จิสกอจ้าให้ยอสกอนั่งมาทัวร์จิจมวยนั่งนมระบอกว่าจ้าแต่อันนี้ให้คือกอดมีสัมผัสกรุบกรอนสำหรับช่วยขนมสังคมครัวซาระบอกว่าเอามีเพียบริจำรานั่งมีสภาพมงคลจ้าให้เอาโดยกอดบันจำเรียบเอาไม่จังจ้าขนมหมดทั้งไงคือกอดไอลาง3 สัปดาห์ทนาวจ้าแต่อันนี้ให้คือการกระทำปรังแปลงต่อสู้ระบบกอดจ้าถ้าเกิดครัวซาระบอกว่านั่งดีจำราจมวยนั่งโกนระบบกอดจิจราพองได้จ้าจมวยนั่งกรมครัวซาจ้าแต่อันนี้ให้จ้ามันท่าแต่ในดำบอลนาเต้คือกรบตีกันไหลในปฏิกรรมชีระบยืงปูกอดสังแต่เมนหมกระบอเรียงคล้วนการดำเนินระบบกอดคือพลายปีขณีจ้าแต่อันนี้กรมการเงินระบยืงแต่ดีดอกเนยไว้ได้พลายมาหันจูนปกไม้บางโอนตัวสังเกตจนตัวสนาอัมปีจิมพิบจะสไลด์ในขนมปฏิกรรมชีระบยืงในขนมระเดินการนิมวยเคยละปูปงเพื่อนนั่งเจียวปกอยได้ละปู
Tên score. ចា Tên ទៀងស្គរបឹកស្គរបឹកស្គរពូបឹកនឹងដើម្បីឲ្យស្គរនឹងវាមិនដែរពូ Ở sổ. ឲ្យវាសចាឲ្យវាល្អខាប់អញ្ចឹងណាចាអាហ្នឹងអញ្ចឹងមិនមែនយើងមកងាស់ហើយទុកឲ្យវាស្ងួតហ្មងឯអត់ទេពូឯងក៏មកបឹកចាឲ្យវាស្ងួតឲ្យវាត្រជាក់អញ្ចឹងទៅណាពូណាចាឃើញលពូធ្វើតំណងខ្ញុំសុំធ្វើតិចបានទេពូបាទចាអញ្ចឹងចាចាចាចឹងណា Và 4-5 ទីចាបានអូយមិនស្រួយណាពូពិបាកអូមានស្អិតដល់ពេលទៅយើងអស់អត់ទៅមុខទៅតែខ្សែទៅតែដៃចាចាឯកឧត្តមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាជាទីគោរពនាងខ្ញុំព្រមទាំងក្រុមការងារ Four Seasons ទាំងអស់ចេះតែបន្តដំណើរទៅមុខជាសន្សឹមក្នុងគោលបំណងថតយករូបភាពក្នុងវស្សានតរដូវនេះទោះបីជាវស្សានតរដូវគឺជារដូវភ្លៀងធ្លាក់យ៉ាងណាក៏ដោយក៏ប្រជាពលរដ្ឋរបស់យើងមួយចំនួនដែលមានអាជីពប្រចាំថ្ងៃនោះពួកគាត់តែងតែមមាញឹកមិនថារដូវណាឬក៏រដូវមួយណាឡើយគ្រាន់តែថាមានផលវិបាកបន្តិចបន្តួចនៅក្នុងការងាររបស់ពួកគាត់តែប៉ុណ្ណោះឯងចាបាននិយាយអំពីការផលិតចង្ក្រានយើងឃើញមានស្ទើរគ្រប់តំបន់ប៉ុន្តែតំបន់ដែលផលិតច្រើនជាងគេនោះគឺជាខេត្តកំពង់ឆ្នាំងហើយនៅក្នុងការផលិតនេះយើងឃើញចង្ក្រានមានលក្ខណៈខុសៗគ្នាបន្តិចបន្តួចតែប៉ុណ្ណោះឯងចាឥឡូវនេះពុកម៉ែបងប្អូនទស្សនិកជនចានេះខ្ញុំបានមកដល់ស្រុកភូមិមួយទៀតហើយចាឃើញថាបងប្រុសចាមាននៅផ្ទះគាត់នឹងច្រើនមែនតើនៅចង្ក្រានចាតែចង្ក្រានខ្មែរយើងគេហៅថាចង្ក្រានលើចាឥឡូវនេះជួបជាមួយនឹងបងប្រុសដែលគាត់កំពុងតែចាធ្វើពុំចង្ក្រាននេះផ្ទាល់តែម្ដងចាឥឡូវជួបជាមួយនឹងបងប្រុសចាជំរាបសួរបងចាហើយពុំធ្វើអីហ្នឹងបង Thư cង្ក្រាន ធ្វើចង្ក្រានបងហ៎ ហ្នឹងហើយ ចានេះពុំដែលយើងពុំតែចេញជារូបរាងបង ហ្នឹងហើយចេញជារូបរាងចង្ក្រាន ចាហើយមិញឃើញថាបងដីហ៎បង បាទដីឥដ្ឋ ចាយើងវាយវាសិនបងហ៎ បាទយើងតប់វាជន់វាសិនបានយើងធ្វើជាចង្ក្រានកើតស្អិតល្មួតបានថា បានយើងយកមកធ្វើជាចង្ក្រាន បាទបានយកធ្វើជាចង្ក្រាន ចាខ្ញុំឃើញថាយើងធ្វើពុំនោះឃើញជាដូចជាយកកធុនជាដែក ហ្នឹងហើយ ចាយកមកធ្វើជាពុំចង្ក្រានហ្នឹង បាទ ចាអាហ្នឹងយើងឆ្នៃឬក៏ពីមុនវាមានពីមុនមកបង យើងចេះឆ្នៃតាមគេតពីគេដែរ ហើយដំណាក់កាលដំបូងគឺយើងត្រូវវាយដីឥដ្ឋហ្នឹងសិន បាទ ចាហើយបើយើងយកមកសម្អាតវា យកមកខាប់វាសម្អាតវាឲ្យ ចេញជាចង្ក្រាន ចា ទួចង្ក្រាន ចាចង់ខ្ញុំឃើញដូចជាចង្ក្រានវាមានមុំ3ហ៎បង បាទ ចាយើងអត់តន់ធ្វើទេយើងគ្រាន់ អត់តន់ធ្វើអាហ្នឹងយើងចាក់វារាងស្ងួតសិនបានយើងតវាវិញតវាធ្វើជាក្បាល3 ចេញជារូបនេះបងហ៎ បាទហ្នឹងហើយ ហ្នឹងយើងហាលវា បាទហាលវារាងហឹងល្មមហើយបានយើងយកវាទៅដាក់ក្បាលវា មួយថ្ងៃដែរបង ហាលប្រហែលជាមួយថ្ងៃ មួយថ្ងៃហ្នឹងយើងអាចធ្វើប្រហែលដែរបងប្រហែលចង្ក្រាន មួយថ្ងៃគាត់ថាធ្វើអញ្ចឹងបាន100ជាង ទាំងដុតឬក៏យើងហាល យើងគ្រាន់តែខាប់ជាពុំអញ្ចឹងណាបាទបានប្រហែលជា100ជាងបាទ ចានេះពុកម៉ែបងប្អូននេះគឺជាដីឥដ្ឋចាដែលគាត់យកមកពីស្គុនចាគាត់វាយគាត់តប់មិញឲ្យវាស្អិតចាឲ្យវាមើលទៅស្អិតដើម្បីយកធ្វើជាចង្ក្រានពួកអីដល់ពេលដែលដីស្អិតចង្ក្រានរបស់យើងគឺមិនឆាប់ប្រេះពីព្រោះអីបើសិនជាដីមិនល្អគឺធ្វើឲ្យចង្ក្រានដែលយើងដុតដាំទឹកដាំបាយរាល់ថ្ងៃនេះវាឆាប់ប្រេះរយៈពេលប្រហែលជាមួយអាទិត្យអីនេះគឺវាបែកហើយប៉ុន្តែបើដីដែលល្អគឺប្រហែលយើងទុកបានយូរទៅរហូតដល់កាន់ឆ្នាំទៀតចាទស្សនិកជនហើយដីនេះគឺគាត់យកមកពីស្គុនចាមិនមែនដីនៅម្ដុំនេះទេចាគឺឆ្ងាយខ្លាំងណាស់ដល់ស្គុនអស់ហើយគាត់ទិញគេទៀតចាមិនមែនជាដីរបស់ខ្លួនឯងនោះទេចាចាបងខ្ញុំសុំសួរបន្តិចចុះចង្ក្រានខាងនោះហេតុអីក៏ដីខុសគេ ហ្នឹងដីយកមកយើងជីកដំណៅវាចេះខុសគ្នាមួយវាដីទឹកដោះគោរាងទឹកដោះគោដល់មួយទៅវាដីរាងកាក់ឡាអញ្ចឹងទៅណាវាហើយវាសបល់វាខុសគ្នាដល់ពេលជួនកាលយើងជន់ផេះសវាសបល់ខុសគ្នាជាមួយផេះខ្មៅ
យើងជន់ផេះខ្មៅវាស្រួលវាហាងស្អាតដល់ពេលជន់ផេះសវាហាងក្រហម ចាំបងដីមួយណាដែលល្អ ដីវាល្អដូចតែគ្នាដែរប៉ុន្តែបើថាដីហាងគ្រោះវាអត់សូវល្អទេបើដីអត់មែនគ្រោះដូចអញ្ចឹងវាល្អបាទ ចាអញ្ចឹងដីនេះល្អអត់បងណា បាទ នៅពេលដែលខ្ញុំធ្វើជាក្រាមមិនដូចអត់មានគ្រោះទេសិតតែដីសុទ្ធហ្មងហ៎បងចាឥឡូវយើងបន្តធ្វើអីទៀតដែរបង ហ្នឹងយើងយកចាក់ ចាបាទទៅចាក់នឹងហ្មងបងហ៎ បាទ ចាឥឡូវបងលើកហ្មងបងណាចាឥឡូវនេះពុកម៉ែបងប្អូនសូមទស្សនាជាមួយនឹងសកម្មភាពរបស់បងប្រុសតតែម្ដងចាអូចាស្រួលដែរបងណាយើងយកមកតម្លាក់ហាចុះអាខ្មៅហ្នឹងស្អីគេដែរបង ផេះលាបផេះនៅក្រៅ ផែហ្នឹងយើងដាក់ដើម្បីអីដែរបង ដើម្បីកុំឲ្យវាជាប់ពុំ មកជាប់ពុំអូ បាទ នេះចាមកជាប់ពុំហ្នឹងបងណា បាទ ចាផែហ្នឹងយើងយកផែអីគេដែរបង ផេះកាម កាមយើងហ្នឹងឯង បាទ ដែលយើងដុតនៅក្នុងឡហើយគឺយើងយកមកអាចធ្វើអញ្ចឹងបានទៀត បាទ ចាយើងលាបយើងលាបផែដាក់ក្នុងពុំហ្នឹងឲ្យហើយសិនចាហើយមិនយើងយកដីឥដ្ឋមកដាក់បាយជាពុំចាកុំឲ្យវាជាប់នឹងពុំយើងហ្នឹងហើយក៏វាជួយលម្អចក្រានហ្នឹងឲ្យមើលទៅមានភាពស្រស់ស្អាតដែរមែនទេបងដូចយើងលាបពណ៌អីមួយអញ្ចឹងណា បាទ ចាឆ្នៃបានច្រើនចាយើងលាបក្រោមទៀតកុំឲ្យវាជាប់ឈើចាចាឥឡូវនេះទស្សនិកជនចាក៏ចាប់ផ្ដើមធ្វើចក្រានទៀតហើយចាអាហ្នឹងយើងលេងវាយហ្មងហ៎លេងវាយអានេះពួកយើងវាយហើយមិញណា បាទ ចាចុះលូហ្នឹងយើងធ្វើដែរបង លូហ្នឹងយើងសម្រាប់ដាក់ដីហើយយើងជន់ យើងជន់ បាទ អូជន់ហើយមកយើងយកមកដាក់ខាងនេះយើងវាយបន្តទៀត បាទយើងណូវាឲ្យវាសពផេះ ចាអញ្ចឹងការធ្វើចក្រានមួយគឺមានដំណាក់កាលច្រើនណាបងណាច្រើនដំណាក់កាលចាតម្រាំតែចាទស្សនិកជនតម្រាំតែយើងបានចក្រានមួយដំបងឡើងគឺយើងយកដីមកចាជន់ហើយមិនយើងយកមកវាយឲ្យវាសពឲ្យវាស្អិតបានយើងយកមកធ្វើពុំហើយយើងហារយៈពេលមួយថ្ងៃចារយៈពេលមួយថ្ងៃហើយមិនយើងដាក់មុំបងណា ពុំ ចាពុំអាលើហ្នឹង អូក្បាល ចាដាក់ក្បាលចាទស្សនិកជនដាក់ក្បាលហើយយើងហារយៈពេល2-3ថ្ងៃទៀតចាហើយមិនយើងយកមកជាឲ្យវាសម្អាតវាឲ្យស្អាតហើយមិនយើងដាក់ចូលក្នុងឡចាគឺច្រើនដំណាក់កាលមែនទែនទស្សនិកជនចានេះគាត់ចាប់ផ្ដើមធ្វើទៀតហើយចានេះមិនមែនចេះធ្វើនេះយើងត្រូវប៉ានស្មានចក្រាននឹងស្ដាងពេកក៏អត់ល្អក្រាស់ពេកក៏អត់ល្អប្រហែលឆ្នាំអីបងដែលរៀនធ្វើចក្រានហ្នឹង យើងបាន3ឆ្នាំហើយ ចាពុកម៉ែបងប្អូនទស្សនិកជនចានេះគឺជាសកម្មភាពរបស់បងប្រុសដែលគាត់មានភាពមានញឹកចាក្នុងការធ្វើពុំចក្រានចាបន្តិចទៀតនេះខ្ញុំនឹងនាំអារម្មណ៍ទស្សនិកជនចាទៅមើលបងប្រុសគាត់ចាប់ផ្ដើមចាចិត្តសម្អាតនឹងចក្រានចាដើម្បីដាក់ចូលក្នុងឡចាអញ្ចឹងសូមទស្សនិកជនទស្សនាទាំងអស់គ្នាផងដែរចាចង្ក្រានដែលពួកគាត់ផលិតនៅទីនេះមានឈ្មោះថាចង្ក្រានលើចង្ក្រាននេះក៏មានប្រវត្តិតាំងពីដូនតាយើងមកម្ល៉េះដែរដល់គេជ្រើសរើសយកដីឥដ្ឋយកមកជន់លាយឲ្យម៉ត់ហើយមិនទន់ឬមិនរឹងពេកនោះទេបន្ទាប់មកយើងយកពុំដែលមានរាងជាចង្ក្រានស្រេចយកមកដាក់លើកំណល់រួចយកដីដែលច្របាច់ហើយនោះមកគូសវាសនៅតាមពុំចង្ក្រានបន្ទាប់វាសរាងជាចង្ក្រានហើយគេយកទៅចាក់ហាលមុននឹងយកទៅបណ្ដុះបន្ទាប់មកទៀតគេក៏ចាប់ផ្ដើមកាត់ឲ្យមានសណ្ដោះខ្យល់ចេញចូលមុននឹងយកទៅដាក់ឡចាបាននិយាយអំពីចង្ក្រានពួកគាត់លក់ដាច់ច្រើននៅតាមតំបន់ជនបទចំណែកនៅតាមទីក្រុងក៏ពួកគាត់មានការប្រើប្រាស់ខ្លះៗដែរបើមិញទស្សនិកជនបានឃើញអំពីសកម្មភាពរបស់បងប្រុសម្នាក់ចាដែលគាត់កំពុងតែស្មូនឆ្នាំងចង្ក្រានចាហើយមិនដឹងថាតើនេះមិនដឹងជាគាត់កំពុងតែធ្វើអីទេឃើញកាត់ផងចាសម្អាតចង្ក្រាននេះឲ្យមើលទៅមានភាពស្រស់ស្អាតចាមិនដឹងជាប្រមាណដំណាក់កាលទេអញ្ចឹងជួបជាមួយនឹងបងប្រុសដែលគាត់កំពុងតែធ្វើនេះតតែម្ដងចាជំរាបសួរបង
ចាបងខ្ញុំសុំសួរស្រុកភូមិនេះហៅភូមិអីស្រុកអីដែរបង ភូមិនេះភូមិសពាំងសុភីហើយស្រុកកំពង់ចាម ចាហើយនេះប្រហែលដំណាក់កាលអីបងឆ្នាំចក្រាននេះ អាហ្នឹង3ដំណាក់កាល ចាហើយបងកំពុងតែធ្វើអីហ្នឹងបង ហ្នឹងកំពុងតែកាត់ កាត់វាស្មា បាទហ្នឹងហើយ ឲ្យចេញជារូបរាងចង្ក្រានតតែម្ដង បាទ ចានៅពេលដែលបងធ្វើឲ្យអស់ហើយបងធ្វើអីទៀតដែរបង ធ្វើហើយចឹងយកទៅហាល ហាសិនរយៈពេលប្រហែលថ្ងៃដែរបង ហាលរយៈពេល2ថ្ងៃ ឲ្យវាស្ងួតឬក៏យ៉ាងណាដែរបង ឲ្យវាស្ងួត ស្ងួតអីដល់បន្តិចសិនបងណា បាទ បងពេលដែលយើងស្មូនចក្រានហ្នឹងហើយតើយើងធ្វើមិនដែរបង យើងកាត់ហើយយើងជាដល់ពេលយើងជាហើយយើងយកហាលដល់យកហាលហើយចឹងរយៈពេលប្រហែលជា2ថ្ងៃយកវាយកទៅដុតរៀបវាជាជុងជាក្នុងឡហ្នឹងយកវាដុតហើយយើងភ្លើងរលត់ហើយរយៈពេល3ថ្ងៃដែររយៈពេល3ថ្ងៃដល់ពេលយើងដុតវាភ្លើងរលត់ហើយយើងរើវាចេញពីឡយើងច្រកដែកយើងច្រកដែកហើយយើងបើទៀតបើជាឲ្យវាជាប់មួយលើ ចាបងចំពោះចក្រានហ្នឹងយើងធ្វើហើយហ្នឹងមានម៉ូយមកទិញឬក៏យើងយកទៅដាក់នៅតាមទីផ្សារផ្សេងៗបង មានម៉ូយមកទិញហែមួយខ្លះហើយទាំងយើងដាក់ទីផ្សារខ្លះដាក់ទីផ្សារខ្លះជួនកាលទៅមានម៉ូយធំគេយកមកយកទាំងឡានទៅត្មងហ្នឹង ចាំមានអ្នកភូមិយើងគាត់មកទិញអីចក្រានដើម្បីយកទៅដុតអីបង មែនខ្លះដែរមែនមួយដូចថាយូរគេមកទិញ1 2យ៉ាងហោហែដែរហ្នឹង ហើយចំពោះចក្រានហ្នឹងយើងលក់មួយប៉ុន្មានដែរបង 135 3500 បាទ ទឹកចក្រានមួយលក់ឲ្យអ្នកភូមិឬក៏យើងលក់ឲ្យម៉ូយផ្សេងតម្លៃប៉ុណ្ណឹងដែរ បើលក់ឲ្យអ្នកភូមិ135មកលក់ឲ្យម៉ូយដុំ126 ហ្នឹងហើយ អរគុណច្រើនបងដែលបានផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធីរបស់យើងណាបងណាចាហើយបងបន្តធ្វើចក្រានហ្នឹងទៀតចោះចាអរគុណបងចាពុកម៉ែបងប្អូនទស្សនិកជនចានេះគឺជាចាការធ្វើចង្ក្រានគឺមិនមែនបញ្ជាក់អំពីរដូវមួយណានោះទេគឺធ្វើការជាប្រចាំចាដើម្បីលក់តាមទីផ្សារនៅស្រុកភូមិផ្សេងចាដែលពីមុនមកទស្សនិកជនបានចាធ្លាប់តែដឹងថាមានតែខេត្តកំពង់ឆ្នាំងឯងដែលគាត់ចានិយមធ្វើចក្រាននេះចាប៉ុន្តែសម្រាប់អ្នកដែលនៅខេត្តទឹកដីនៃខេត្តកំពង់ចាមក៏គាត់មានមុខរបរនៅចាផ្សេងរៀងៗខ្លួននេះគឺជាមុខរបរមួយទៀតសម្រាប់បងដែលគាត់នៅចាទឹកដីនៃខេត្តកំពង់ចាមនេះតតែម្ដងចាអញ្ចឹងនឹងខ្ញុំនឹងបង្ហាញអំពីនៃការធ្វើចង្ក្រាននេះតាមមានរបបយ៉ាងណានោះសូមទស្សនិកជនទស្សនាទាំងអស់គ្នាផងដែរ ស្ទឹងកាត់ភ្លុកស្រុករកាធំបាំងនឹងដងភ្នំជុំរុំភ្នំស្រង់ភ្នំស្រួចធាំងក្ដីធាំងស្រីពោផងរៀបមូលក្រឡងដោយវងចន្ទទីសូគុំខំនងដួងចិត្តឃ្លាតម្ចាំងជីវិតមិនបេះដូងសង្សារភ្នំកោបភ្នំកង់ជ្រុងធ្លាំងស្នេហាពេញគិតប្រាថ្នាចងទៀននេត្រី អោទាំងកាត់ភ្លុកមកតែវិលវិញមករៀមទុនទិញតែមុងត្រង់ត្រីអានោះសារីចាប់ជាថ្មីកាលកាយភ្លើងស្រីនៅក្នុងខ្ទមស្រែ ក្រណងចោលចាប់ថ្ងៃទៀបមកភ្នំ
ស្រុករកកាធ្លាប់ខ្ញុំសុំផ្ញើស្នេហ៍អូនចាំបងចុងមិនខំចិនទេវាមកអំពេលឆោមកាត់លងវិញភ្លុកមកតែវិលវិញមករៀមទុនចេញតែឈ្មោះត្រង់ស្រីអានោះសារីចាប់ជីវិតថ្មីកាលកាយភ្លើងស្រីនៅក្នុងខ្ទមស្រែត្រណងចោលចាប់ថ្ងៃទៀបមកភ្នំស្រុករកកាធ្លាប់ខ្ញុំសុំផ្ញើស្នេហ៍អូនចាំបងចុងមិនខំចិនទេវាមកបំពេលឆោមកាត់ភ្លុកវិញ ចាឥឡូវនេះក្រុមការងាររបស់យើងជិះតាមផ្លូវឃើញថាមានភាពអ៊ូអរមែនទែនជាមួយនឹងប្រជាជននៅក្នុងស្រុកភូមិនេះចាឃើញថាគាត់ប្រពៃនៅវិធីដូចជាកម្មវិធីមួយអញ្ចឹងចាឥឡូវនេះជួបជាមួយនឹងលពូតតែម្ដងចាជំរាបសួរលពូចាជំរាបសួរទាំងអស់គ្នាលពូជំរាបសួរចាជំរាបសួរពូចាតើនេះជាកម្មវិធីដែរលពូកម្មវិធីបនភូមិដើម្បីដើរឆ្លងបលាយទឹកបាទចាហើយកម្មវិធីហ្នឹងប្រពៃឡើងដើម្បីដែរដើម្បីបើនិយាយចំទៅថាក្នុងមួយឆ្នាំមួយទៅយើងធ្វើជាពិធីហែសខឹកបញ្ជូនអាឆ្នាំចាស់ហ្នឹងអាហូបគៀស្អីហ្នឹងបញ្ជូនទៅបាទដើម្បីទទួលឆ្នាំថ្មីបាទអញ្ចឹងមានន័យថាដេញនៅបន្ទប់ចង្រៃចេញពីក្នុងស្រុកភូមិយើងចាទទួលនៅអំណរឆ្នាំថ្មីលពូណាចាហើយកម្មវិធីហ្នឹងធ្វើជារៀងរាល់ឆ្នាំនៅក្នុងខែណាដែរលពូរាល់ឆ្នាំចានៅក្នុងខែណាដែរលពូបាទនៅក្នុងបើនិយាយទៅក្នុងឆ្នាំថ្មីហ្នឹងហ្មងឆ្នាំថ្មីបាទចូលឆ្នាំរួចហ្នឹងចូលឆ្នាំរួចធ្វើហ្មងបាទហើយធ្វើហ្នឹងមានយើងធ្វើលក្ខណៈយ៉ាងម៉េចខ្លះដែរលពូជាសមូហភាពរបស់មកភូមិហ្នឹងហ្មងបាទចាឃើញតាំងពីជះទឹកបាច់អង្គអញ្ចឹងបៃនីបាទលពូឃើញគាត់4នាក់ហ្នឹងគាត់រែកអីគេដែរលពូអានេះរៀងគៀបការប៉ិតបានន័យថាអានេះវាជាទំនៀមទម្លាប់ហ្នឹងថាអ្នកដើរហ្នឹងវាផឹកស៊ីអញ្ចឹងទេបាទចាលពូចាលពូចុះនេះលពូគាត់អានេះហៅបើនិយាយទំនៀមទម្លាប់របស់ខ្មែរហៅថាសខឹកបាទនេះទំនៀមទម្លាប់ហៅថាវាសខឹកនេះជាបរមបុរាណមកទេបាទតមករហូតជាប្រពៃណីជារៀងរាល់ឆ្នាំបាទហើយ
ក្នុងសមាជិកនោះមានប្រមាណអ្នកដែរលោកពូ បាទព្រោះវាអត់ទៀងនេះអាហ្នឹងព្រោះអ្នកចូលរួមគេចេះចូលរួមទៅបាទ មានន័យថាអ្នកណាដែលគាត់ចង់ចូលរួមគាត់ចូលរួមបានសប្បាយទាំងអស់គ្នាចាលោកពូចាចុះក្រៅពីនៅដូចថាការជះទឹកបាយអង្គហ្នឹងយើងមានសម្ភារៈផ្សេងអាចយកមកធ្វើបានទេលោកពូ វាទម្លាប់របស់ខែសខឹកហ្នឹងមានតែជះទឹកបាច់អង្គហ្នឹងហើយអ្នកខ្លះធ្វើគូធ្វើកបីអញ្ចឹងទៅចាហើយឃើញមានតាំងពីត្រមានតាំងពីស្គរចាជាប្រពៃនេះថាហែទេចាហ្នឹងគាត់ថាជាគ្រឿងមួយដែលយើងវាយភ្លេងឲ្យពិរោះជាមួយនឹងកម្មវិធីរបស់យើងណាលោកពូណាចាអញ្ចឹងថាវិការទាំងអស់នេះលោកពូយកទៅខាងណាដែរថាវិការហ្នឹងបើនិយាយចំទៅអ្នកហែហ្នឹងផឹកស៊ីទៅសល់ប្រហែលនេះចែកគ្នាទៅហ្មងបាទចា ចាពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនានៅក្នុងកម្មវិធីរបស់យើងខ្ញុំចាមិញក្រុមការងាររបស់នាងខ្ញុំចាជិះតាមផ្លូវមកបានសង្កេតឃើញថាបងប្អូនរបស់យើងកំពុងតែហែចាមិនដឹងជាគាត់ធ្វើស្អីទេចាគឺគាត់មានលីនៅចាដូចជាអ្វីមួយហើយមានអ្នកខ្លះគាត់កូតត្រអ្នកខ្លះគាត់វាយស្គរចាហើយអ្នកខ្លះគាត់រាំអញ្ចឹងទៅចាឃើញចាស់ច្រើនមែនតើចាឥឡូវនេះខ្ញុំបានមកដល់ចាភូមិនេះឃើញអ៊ំចានៅពីមុខផ្ទះគាត់ហ្នឹងគឺគាត់មានដាក់ធុងទឹកធុងអីចាមើលទៅទំនោរមែនតើចាឥឡូវនេះខ្ញុំចង់សួរគាត់ថាគាត់កំពុងតែធ្វើកម្មវិធីអីនោះជួបជាមួយនឹងអ៊ំផងដែរចាជំរាបសួរអ៊ំចាជំរាបសួរអ៊ំទាំងអស់គ្នាចាយាយនៅស្រុកភូមិនេះគេហៅភូមិអីស្រុកអីដែរយាយឃុំក្រូចនេះភូមិទួលយាយណាចាប៉ិនឃុំក្រូចស្រុកព្រៃឈរខេត្តកំពង់ចាមណាលោកយាយចាលោកយាយកំពុងតែធ្វើពិធីអ្វីដែរលោកយាយឃើញអ៊ំនៅខាងនោះគាត់ហែចាមានរាំមានអីចាជាមួយគ្នាពីនឹងមកនាងចាទាំងហែអញ្ចឹងមកគេធ្វើឲ្យសុខសប្បាយស្រុកភូមិអញ្ចឹងណាក្នុងមួយឆ្នាំគេធ្វើម្ដងគេហែម្ដងចាធ្វើក្នុងឱកាសណាដែរលោកយាយចាធ្វើឱកាសដែលគេច្រូតហើយហ្នឹងច្រូតហើយណាលោកយាយចាចូលឆ្នាំខ្មែរហើយចាចូលឆ្នាំថ្មីនេះចូលឆ្នាំថ្មីឲ្យបានសុខសប្បាយចាគេហៅពិធីហ្នឹងឈ្មោះអ្វីដែរលោកយាយពិធីនេះគេហៅតខឹកគេហៅតខឹកលើអត់មិញនិយាយមិនសូវច្បាស់ទេចាកថឹកណាលោកយាយណាចាមុនដំបូងមកខ្ញុំនិយាយពីដើមមកណាមើលគេបាបលាយគេបាបលាយហើយទៅក៏គេនាំគ្នាធ្វើបុណ្យដាឆ្លងឲ្យទៅគេហៅកថឹកហ្នឹងចាក៏ទៅកម្មវិធីនេះគឺគេហៅដល់3ឈ្មោះណាលោកយាយណាចាហើយខ្ញុំឃើញលោកយាយមានតាំងពីធុងទឹកមានតាំងពីអង្គចាអាចបញ្ជូនទៅឲ្យបានសុខសប្បាយស្រុកភូមិឲ្យកូនចៅសុខសប្បាយគូក្បីនិយាយរួមទៅទាំងអស់សុខសប្បាយឲ្យទាំងអស់ចាឃើញបាច់ឃើញអីពីចម្ងាយលោកយាយចាហើយសម្រាប់ក្នុងក្រុមគ្រួសារយើងមកគ្រួសារគឺមកចូលរួមបាច់ទឹកបាច់អីចឹងទាំងអស់គ្នាអញ្ចឹងមកបានសុខសប្បាយទាំងអស់គ្នាចាហើយលោកយាយទាំងក្រុមគ្រួសារមកចេញមកទាំងអស់គ្នាដែរមកទាំងអស់ទេខ្ញុំនៅក្រោយនោះទេចាប៉ុនខ្ញុំមកបាច់គេដែរចាឃើញសុបាយមិនបាយក្នុងមួយឆ្នាំគេធ្វើតែម្ដងលោកយាយក្នុងរដូវច្រូតចាច្រូតហើយគេធ្វើតែម្ដងចាអញ្ចឹងគឺធ្វើតាំងពីដើមភូមិរហូតដល់ចុងភូមិឯនោះចុងភូមិគឺហែអញ្ចឹងមកយកទៅចោលចុងភូមិឯនោះកន្លែងណាមានលោកតាគេដាក់ទៅនឹងចាកន្លែងណាមានលោកតាអីចឹងសក្តិវត្តអីចឹងយកទៅដាក់នឹងលោកយាយណាចាក៏ទៅដូចជាតំណាងឲ្យដេញនៅឧបតុបចង្រៃចេញពីភូមិចាលោកយាយចាអរគុណច្រើនលោកយាយដែលបានផ្ដល់បទសម្ភាសន៍ឲ្យចាកម្មវិធីរបស់ចៅចាអរគុណលោកយាយជំរាបលាទាំងអស់គ្នាចាអរគុណចៅដែរចាលោកយាយចាអរចៅឲ្យជឿងឲ្យស្ដាប់មួយបទអត់ស្អីចេះជាងទេលោកយាយចាអរគុណលោកយាយលាទាំងអស់គ្នាចាពុកម៉ែបងប្អូនទស្សនិកជនចាឃើញថាសម្រាប់នៅក្នុងស្រុកភូមិនេះគឺមានភាពអ៊ូអរមែនតែនចាដែលនាងខ្ញុំចាពីមុនមកមិនដែលឃើញទេគឺធ្លាប់តែឃើញនៅរបាំត្រុដិចាជារបាំមួយដេញនៅឧបតុបចង្រៃចាឥឡូវនេះគឺមានពិធីរបស់មួយទៀតគឺហៅថាកថឹក
ចាដែលជាកម្មវិធីមួយដេញចាតំណាងឲ្យភូមិរបស់គាត់ចាដេញនៅឧបទ្រពចង្រៃចេញពីភូមិឲ្យអស់ចានៅក្នុងការបន់ជោឆ្នាំខ្មែរហើយហ្នឹងចាគឺចាដេញឧបទ្រពចង្រៃចេញពីភូមិរបស់គាត់ចាដើម្បីឲ្យស្រុកភូមិរបស់គាត់សុខសប្បាយចានេះគឺជាកម្មវិធីថ្មីមួយប្លែកទៀតសម្រាប់បង្ហាញជូនទៅដល់ពុកម៉ែបងប្អូននេះគឺជាចំណុចចាក់ខុសដ៏ល្អបំផុតចាសម្រាប់ពុកម៉ែបងប្អូនទាំងអស់ដែលនៅឯក្រៅប្រទេសចាដែលមានស្រុកភូមិនៅនឹងអញ្ចឹងគឺគាត់បានឃើញហើយក៏សប្បាយរីករាយផងដែរចាដល់ពេលនេះសូមបដិទិជនទៅទស្សនាជាមួយនឹងការហែកក្បួនរបស់អ្នកភូមិរបស់យើងផ្ទាល់តែម្ដងចាចាយ៉ាងណាដែរបន្ទាប់ពីបានទស្សនានៅក្នុងចាព្រឹត្តិកម្ម Position របស់យើងខ្ញុំជាមួយនឹងចាការរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងនៅក្នុងទឹកដីខេត្តកំពង់ចាមចាឃើញថាពួកគាត់មានសកម្មភាពនៃការរស់នៅរបស់ពួកគាត់ខុសៗគ្នាចាការប្រកបមុខរបរអ្នកខ្លះគាត់នេសាទត្រីអ្នកខ្លះគាត់រកខ្ចៅចាអ្នកខ្លះក៏គាត់ដាំដំណាំចាជាមួយនឹងបន្លែចម្ការនៅក្នុងវស្សានតរដូវគឺជារដូវមួយដែលមានភាពសម្បូរបែបចាមកដល់ពេលនេះដែរនេះខ្ញុំក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនានៅក្នុងកម្មវិធីចាព័ត៌មានរបស់យើងខ្ញុំនៅក្នុងភាគទី1វគ្គទី10ចាបើសិនជាមានកន្លែងណាខុសឆ្គងនេះខ្ញុំក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនានិងរីរកនៅអ្វីដែលល្អៗបង្ហាញជូនទៅដល់ពុកម៉ែបងប្អូនទស្សនិកជននៅវគ្គបន្តទៀតចាហើយនៅក្នុងវគ្គក្រោយនឹងខ្ញុំនឹងបង្ហាញអំពីចាទឹកដីនៅខេត្តកំពង់ចាមដដែលចាប៉ុន្តែនៅប៉ែកខាងកោះប៉ែនិងកោះស្ទឹងចាចង់ដឹងអំពីជីវភាពរស់នៅរបស់ពួកគាត់មានជីវភាពការរស់នៅប្លែកៗពីចាស្រុកត្បូងឃ្មុំជាមួយនឹងក្រុងសួងចាមានភាពខុសគ្នាយ៉ាងណានោះនាងខ្ញុំនឹងនាំអារម្មណ៍ទស្សនិកជនចាទៅទស្សនាមិនឲ្យខុសបំណងនោះទេចានៅពេលនេះពីក្រុមការងារនឹងនាងខ្ញុំក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនចាជូនពរឲ្យជួបតែសំណាងល្អនិងសុខភាពល្អរកទទួលទានរកស៊ីមានបានចាទទួលការរីកចម្រើននិងមានសុភមង្គលនៅក្នុងក្រុមគ្រួសារទាំងអស់គ្នាផងដែរនៅពេលនេះនាងខ្ញុំនិងក្រុមការងារសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅក្នុងវគ្គក្រោយ